តោះយើងចូលដល់សាច់រឿងទី1ចំពោះសាច់រឿងទី1ហ្នឹងគឺវាកើតឡើងលើខ្ញុំផ្ទាល់ហ្មងហើយមុននឹងខ្ញុំចូលនិយាយពីសាច់រឿងខ្ញុំចង់ឲ្យយល់ថាមនុស្សយើងវាមានប្រភេទមនុស្សដែលមាននិស្ស័យឃើញខ្មោចបានន័យថាគាត់អាចនឹងឃើញតាមផ្លូវតាមអីចឹងទៅបានន័យថាភ្នែកគាត់អាចមើលឃើញវិញ្ញាណណាប៉ុន្តែមានមនុស្សមកប៉ែកទៀតអត់មាននិស្ស័យឃើញអាហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំអត់មាននិស្ស័យឃើញខ្មោចទេអញ្ចឹងបានន័យថាអ្វីដែលវិញ្ញាណព្យាយាមភ្ជាប់ជាមួយនឹងខ្ញុំគឺតាមរយៈយល់សប្តិហ្នឹងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមសាច់រឿងហ្មងបាទខ្ញុំស្ថិតនៅក្នុងឆ្នាំមួយដែលខ្ញុំ depression គឺខ្ញុំមានបញ្ហាផ្លូវចិត្តវិបត្តិផ្លូវចិត្តណាហើយបញ្ជាក់ឆ្នាំបានទេបង2017បាទអាហ្នឹងបើសិនជាយើងគិតតារាសាស្ត្រឬក៏ហុងស៊ុយថាចាំឆ្នាំយើងឆុងដែរឆ្នាំអត់ល្អសម្រាប់យើងដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមនៅយប់ហើយខ្ញុំចូលចិត្តនៅឡាយងឹតទោះបីជាពេលថ្ងៃក៏ដោយខ្ញុំបិទវាំងននចិត្តហើយគឺចូលចិត្តនៅឡាយងឹតរហូតដល់មួយរយៈចុងក្រោយមកក៏ខ្ញុំសម្គាល់ឃើញថាខ្ញុំតែងតែភ្ញាក់ពេលយប់ហើយមុនពេលដែលខ្ញុំភ្ញាក់ហ្នឹងគឺកន្ទប់របស់ខ្ញុំវាត្រជាក់ខុសធម្មតាយើងថាវាត្រជាក់រហូតដល់យើងភ្ញាក់ដូចថាយើងគេងសុកទៅស្រាប់ត្រជាក់ទៅយើងភ្ញាក់ហ្មងប៉ុន្តែយូរទៅក៏មានអារម្មណ៍ថាមានគេឈរមើលខ្ញុំជឿជាក់ថាចេះនៅពេលដែលយើងគេងបើសិនជាអ្នកដែលមានវ័យខ្លាំងដូចខ្ញុំអញ្ចឹងខ្ញុំពេលខ្ញុំគេងឮសលេងអីតិចក៏ខ្ញុំភ្ញាក់ដែរអញ្ចឹងសម្រាប់បងដែលគេងដែលគាត់មានវ័យដូចថាញៀនគាត់ខ្លាំងគឺដូចខ្ញុំអញ្ចឹងនៅពេលដែលយើងគេងលក់ទោះបីជាណាគេដើរកាត់យើងក៏យើងដឹងទោះបីជាណាគេធ្វើអីក៏យើងដឹងសលេងឮទឹកក្នុងកន្ទប់ទឹកក៏យើងដឹងដែរតែដោយសារតែមួយរយៈក្រោយបន្ទាប់ពីខ្ញុំភ្ញាក់ហ្នឹងគឺខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានមនុស្សឈរមើលខ្ញុំហើយឈរមើលហ្នឹងឈរមើលស្កប់ឈរមើលរបៀបថាយើងគេងអញ្ចឹងទៅឈរមើលយើងពីលើមើលយើងជាប់ហ្មងអញ្ចឹងនៅពេលដែលខ្ញុំមានអារម្មណ៍អញ្ចឹងខ្ញុំបើកភ្នែកមកក៏បាត់តែពេលដែលខ្ញុំបើកភ្នែកភ្ញាក់ហ្នឹងមកគឺបន្ទប់ខ្ញុំត្រជាក់ខុសធម្មតាត្រជាក់ខ្លាំងដូចទូទឹកកកអញ្ចឹងហើយខ្ញុំសង្កេតឃើញពេលខ្ញុំភ្ញាក់មកខ្ញុំក៏check ម៉ោងណា check ទូរស័ព្ទទៅម៉ោង3ហេតុការណ៍ហ្នឹងគឺវាអត់មែនជាមួយថ្ងៃម្លងមួយថ្ងៃទេវាកើតឡើងជាមួយខ្ញុំដដែលម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃរហូតដល់ជិត2សប្តាហ៍បានន័យថាយប់ឡើងភ្ញាក់ម៉ោង3យប់ឡើងភ្ញាក់ម៉ោង3វាអញ្ចឹងណាហើយហេតុការណ៍ដែលមានអារម្មណ៍ថាគេឈរមើលទៀតហើយអញ្ចឹងយើងភ្ញាក់ហើយខ្ញុំដោយសារតែកាលពីមុនខ្ញុំជាមនុស្សដែលអត់សូវជឿលើវិញ្ញាណអបិយជំនឿអីទេអញ្ចឹងខ្ញុំគិតថាវាជាការសម័យរវើរវាយរបស់ខ្ញុំណាដោយសារតែខ្ញុំក៏ចិត្តមើលរឿងខ្មោចដែរអញ្ចឹងខ្ញុំគិតថាអូមកពីខ្ញុំមើលរឿងខ្មោចច្រើនពេកអញ្ចឹងខ្ញុំវាជាការរវើរវាយរបស់ខ្ញុំឯងរហូតដល់យប់យើងអាចថាយប់ចាប់ដើមមានរឿងសម្រាប់ខ្ញុំហ្មងគឺពេលដែលខ្ញុំគេងហ្នឹងខ្ញុំភ្ញាក់ដដែលឃើញមានអារម្មណ៍ថាគេឈរមើលខ្ញុំដូចគ្នាដល់តែពេលខ្ញុំព្យាយាមគេងទៅវិញខ្ញុំគេងលក់ប៉ុន្តែពេលគេងលក់ហ្នឹងខ្ញុំយល់សប្តិអាក្រក់ខ្លាំងមែនតើដែលខ្ញុំអត់ដែរតាំងពីខ្ញុំកើតមកគឺខ្ញុំអត់ដែរយល់សប្តិអាក្រក់ដល់ថ្នាក់ហ្នឹងហើយច្បាស់ស្ដែងមែនតើអញ្ចឹងខ្ញុំចាប់ផ្ដើមដោយយល់សប្តិហ្នឹងគឺខ្ញុំយល់សប្តិថាជាទូទៅការជំនាន់ហ្នឹងខ្ញុំនៅរៀនដែរខ្ញុំនៅរៀន University សាកលវិទ្យាល័យហើយពួកម៉ាក់អាសាយមកយកខ្ញុំនៅផ្ទះខ្ញុំហើយទៅសាលាមួយគ្នាបាទអញ្ចឹងខ្ញុំក៏យល់សប្តិថាគាត់មកយកខ្ញុំដោយរដងខ្ញុំជិះទៅជាមួយគាត់ហ្នឹងនៅតាមផ្លូវស្តុបលឿងណាធម្មតាមានស្តុបខៀវលឿងក្រហមហើយមនុស្សខ្ញុំជាមនុស្សដែលអត់សូវមានការអត់ធ្មត់ទេអញ្ចឹងពេលដែលខ្ញុំឃើញស្តុបលឿងហ្នឹងខ្ញុំតែងតែមានអារម្មណ៍ថាទៅទៀតទៅផុតអញ្ចឹងណាអញ្ចឹងដល់ពេលហ្នឹងក្នុងយល់សប្តិខ្ញុំហ្នឹងខ្ញុំក៏បខំពួកម៉ាក់ខ្ញុំគាត់អ្នកដប់ណាជិះម៉ូតូគាត់ថាទៅកុំឈប់អញ្ចឹងគាត់ក៏ទៅតាមខ្ញុំទៅចៃដន្យអីឡានស៊ីម៉ង់ជិះកាត់មកគៀហ្នឹងគៀចូលជើងខ្ញុំមកខាងទេប៉ុន្តែដោយសារតែគាត់ចង់ជួយខ្ញុំគាត់ទាញខ្ញុំចាញ់មួយកបោបខ្ញុំហ្នឹងវាបែរជាខ្ទាស់មួយម៉ូតូហ្នឹងក៏វែងគាត់ចូលហើយឡានហ្នឹងកិនគាត់ទាំងស្រុងមកមកតួខ្លួនកិនឡើងទាំងស្រុងមកខ្ទាតឈាមមកលើខ្ញុំចេះហើយខ្ញុំក្នុងយល់សប្តិហ្នឹងខ្ញុំស្រែកខ្លាំងមែនតើអត់តន់ភ្ញាក់ភ្លាមទេណាខ្ញុំស្រែករហូតដល់ខ្ញុំភ្ញាក់មកទឹកភ្នែកអីហូរលេងលងពេញមុខហើយខ្ញុំមានអារម្មណ៍ថាស្ដែងម៉េះបាទស្ដែងខ្លាំងណាស់ហើយខ្ញុំអត់ដែរយល់សប្តិអញ្ចឹងឯងហើយចាប់ដើមញ័រសាច់ទៅមើលថាឥឡូវនិយាយក៏រៀងដូចថាយើងរលឹកទៅក៏រៀងញ័រដែរណាដិតដានបាទដល់ទៅពេលអញ្ចឹងទៅខ្ញុំក៏គិតថាមិនអីទេតែគ្រាន់មានអារម្មណ៍ថាមួយរយៈនេះវាដូចជាមិនសូវស្រួលមកទេយើងចេះតែងើបយប់ឡើងយើងចេះតែមានអារម្មណ៍ថាក្នុងបន្ទប់យើងមិននៅម្នាក់ឯងយើងចេះតែមានអារម្មណ៍ថាយល់សប្តិដូចគេងអត់ស្រឡះអញ្ចឹងអារម្មណ៍ខ្ញុំរៀងរវើរវាយហើយអស់កម្លាំងមែនតើខ្ញុំក៏សម្រេចចិត្តភ្ញាក់ឡើងខ្ញុំងើបមួយទឹកធម្មតាញ៉ាំបាយទៅពួកម៉ាក់ខ្ញុំក៏ឆាតមកថាតិចទៀតទៅយកទៅសាលាអញ្ចឹងខ្ញុំក៏ធម្មតាខ្ញុំអត់បាននឹកឃើញយល់សប្តិហ្នឹងទេស្រាប់ដល់ពេលហើយពេលដែលខ្ញុំញ៉ាំបាយហើយខ្ញុំក៏រៀបចំខ្លួនឲ្យបើកទ្វារផ្ទះមកក្រាក់
ខ្ញុំឃើញគាត់អញ្ចឹងខ្ញុំភ្ញាក់មកស្ទុះអ្នកទាំងអស់គ្នាស្គាល់ Deja vu ឯង ស្គាល់ បានន័យថាយើងធ្លាប់ឃើញរឿងមួយដែលដូចមានអារម្មណ៍ថាវាកើតឡើងហើយតែអ្វីដែលខ្ញុំឃើញហ្នឹងខ្ញុំគិតថាដូចជាមិនមែន Deja vu ដូចរបៀបថាបើខ្ញុំទៅយល់សពយប់មិញហ្នឹងអ្វីដែលខ្ញុំ surprise ខ្លាំងមែនតើគឺអ្វីដែលគាត់និយាយកៅអៅរបស់គាត់សម្លៀកបំពាក់កាយវិការគឺដូចក្នុងយល់សពទាំងអស់ស្រាប់ខ្ញុំក៏មានអារម្មណ៍ថាហីទៅតែយល់សពកាលពីយប់មិញហ្នឹងណាហេតុអីក៏កៅអៅគាត់ដូចនឹងអ្វីដែលខ្ញុំឃើញក្នុងយល់សពហ្នឹងមែនខ្ញុំក៏ថយមកជំហានមកខ្ញុំមើលខ្លួនឯងចេះបាទខ្ញុំថយមើលកៅអៅខ្លួនឯងដូចយល់សពហ្នឹងទៀតអញ្ចឹងខ្ញុំក៏ភ្ញាក់ខ្ញុំឈរមកសន្ទុះខ្ញុំគិតថាបថយអត់យល់បាទវាអាហ្នឹងបានន័យថាយើងដូចចាក់ភ្នាល់អញ្ចឹងណាថាដូចអញ្ចឹងដូចបថយអត់តែខ្ញុំមានអារម្មណ៍ថាអត់ទេអារម្មណ៍ខ្ញុំអត់ល្អខ្ញុំអត់ចង់បថយអញ្ចឹងខ្ញុំក៏គាត់ថាអត់ទៅចាស់អត់ស្រួលខ្លួនហើយគាត់ក៏ឆ្ងល់ថាកើតអីចេះចេញរៀបចំខ្លួនហើយហ្នឹងមិនបានអត់ទៅណាមកទៅចាស់អត់ស្រួលខ្លួនអញ្ចឹងគាត់ក៏ទៅរៀនតែគាត់ទៅខ្ញុំក៏មកនៅផ្ទះមួយថ្ងៃពេញវល់ល្ងាចតែដោយសារតែអារម្មណ៍ខ្ញុំអត់ល្អក្នុងយប់ហ្នឹងក៏ខ្ញុំប្រាប់គាត់ថាមកគេងមួយខ្ញុំមកកំដរខ្ញុំគេងមកព្រោះខ្ញុំយល់សពអត់សូវល្អមួយថ្ងៃទេអញ្ចឹងមានគ្នាក៏ល្អដែរអញ្ចឹងគាត់ក៏មកគេងកំដរខ្ញុំហើយគឺជាយប់ដែលខ្ញុំឃើញរបស់ហ្នឹងតែម្ដងគឺឃើញស្ដែងតែម្ដងអញ្ចឹងនៅពេលដែលដល់យប់ឡើងហ្នឹងខ្ញុំគេងកតុបខ្ញុំធៀបប៉ិតទៅបើយើងនិយាយពីរឿងហុងស៊ុយវាអត់សូវល្អទេខែខ្ញុំខែឈើផ្លុំវាបាក់ដល់ពេលអញ្ចឹងយើងដោះអាខែហ្នឹងជើងខែហ្នឹងចោលអស់ទៅសល់តែក្បាលខែផ្អប់ហើយយើងដាក់ពុកចុះទៅក្រោមឥឡូវយើងសម័យមកដូចម៉ងខ្មោចអត់ដូចមឈូសដូចហ្នឹងហើយដូចចូលទៅដូចយើងដេកនៅក្នុងម៉ងអញ្ចឹងណាខ្ញុំក៏គេអញ្ចឹងទៅពុកជាប់អត់អញ្ចឹងពួកម៉ាក់ខ្ញុំក៏នៅស្ដាំដៃហើយគេងធម្មតាអញ្ចឹងនៅពេលដែលខ្ញុំគេអញ្ចឹងទៅលាវលក់អញ្ចឹងណាក៏ចាប់ផ្ដើមដឹងខ្លួនវិញមើលម៉ោងទៅម៉ោង3ទៀតហើយបាទញាក់ត្រជាក់ដូចគ្នាមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់កតុបហ្នឹងហើយខ្ញុំក៏បន្ថយមិនសិនត្រជាក់ហើយខ្ញុំក៏សង្ងំគេខ្ញុំក៏ជសពទៀតប៉ុន្តែពេលជសពហ្នឹងមានជនទី3ហ្នឹងគឺជាពួកម៉ាក់ខ្ញុំម្នាក់ទៀតជា Tomboy បាទហើយTomboy ហ្នឹងគាត់នៅខាងឆ្វេងដៃខ្ញុំហើយពួកម៉ាក់ខាងស្ដាំបាទពួកម៉ាក់ខ្ញុំដែរគាត់ហ៊ានមួយខ្ញុំហ្នឹងគឺនៅស្ដាំដៃរបស់ខ្ញុំហើយចំពោះកៅអៅអីគឺដូចគ្នាទាំងអស់ទស្សនវិជ្ជាតែមួយលើសតាមមនុស្សម្នាក់បាទបានន័យថាកតុបអីអង្កត់មនុស្សនៅនេះកៅអៅស្លៀកពាក់ពេលយើងគេងបែបណាគឺដូចគ្នាទាំងអស់លើសតែមនុស្សម្នាក់ឯងលើពួកម៉ាក់ខ្ញុំដែលជា Tomboy ហ្នឹងនៅក្នុងយល់សពហ្នឹងខ្ញុំក៏និយាយលេងជាមួយនឹងពួកម៉ាក់ខ្ញុំធម្មតាព្រោះអីខ្ញុំអាសាហៅពួកម៉ាក់ខ្ញុំមកគេងក្នុងផ្ទះវាជាទម្លាប់របស់ខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំនិយាយលេងធម្មតាទៅពួកម៉ាក់ខ្ញុំដែលជា Tomboy ហ្នឹងគាត់ក៏មកអួតខ្ញុំក្នុងយល់សពណាតែចំណុចនេះគឺសំខាន់មែនតើគាត់ថាអញសាក់ខ្នងហើយហីស្អាតណាអញស្រឡាញ់ណាហើយខ្ញុំក៏ថាសាក់ហុកអីគេហុកអន្ត្រីខ្មៅស្អាតមែនតើពេញខ្នងហ្មងហើយខ្ញុំក៏ថាសុំមើលតិចមើលគាត់នៅខាងឆ្វេងដៃខ្ញុំគាត់ក៏បែរខ្នងឲ្យខ្ញុំមើលគាត់ងើបអង្គុយបែរខ្នងឲ្យខ្ញុំមើលអញ្ចឹងណាខ្ញុំមើលទស្សនវិជ្ជាហ្នឹងខ្ញុំទទួលយករូបនោះអត់បានទេគឺវាអាក្រក់វាអត់ស្អាតដូចអ្វីគាត់និយាយទេគឺស្លាបខ្មៅគ្រប់រូបសត្វបាក់សីប៉ុន្តែខ្មៅគ្រប់មែនតើហ្មងហើយឃើញគួរឲ្យខ្លាចហើយស្លាបហ្នឹងវាធំពេញខ្នងគាត់ហើយខ្ញុំថាអុយបានងាកទៅវិញស្អាតស្អីចឹងសោះខ្ញុំនិយាយចឹងណាស្អាតអីចឹងអត់ឃើញស្អាតហងខ្ញុំថាអត់ទេអញខំសាក់សោះសុំប៉ាអញកំសាក់បានចឹងណាចឹងគាត់ក៏គេងមកវិញខ្ញុំនិយាយមួយគាត់គេងបែរទល់មុខគ្នាចេះណាចឹងពួកម៉ាក់ខ្ញុំគាត់នៅនោះចុចទូរស័ព្ទធម្មតាទេបាទស្ទើរតែពេលកំពុងតែនិយាយគាត់ក៏ថាអុយគាត់ភ្ញាក់អុយណាអុយអីគេស្អីគេលិតខ្នងអញខ្ញុំក៏គិតក្នុងចិត្តខ្ញុំថាខ្ញុំនិយាយលេងសើចមួយគាត់ថាចាមានឆ្កែអញណាឡើងមកដល់លើហ្នឹងព្រោះកតុបខ្ញុំជាន់ទី2ហើយខ្ញុំថាទោះបើមានឆ្កែក៏ឥឡូវអញអត់មានចិញ្ចឹមឆ្កែទៀតដែរឆ្កែអញឲ្យគេបាត់ហើយអញ្ចឹងខ្ញុំនិយាយបែបលេងសើចគាត់ថាហេកុំមកបន្លាចអញខ្លាចទេមានឆ្កែអីវាអត់មានទេនៅលើហ្នឹងវាមានសត្វអីដែលអាចលិតខ្នងគាត់កោតទេគាត់ក៏ទឹកមុខគាត់ភ័យស្លេកហើយគាត់មើលមកខ្ញុំតែគាត់ហ៊ានងាកទៅក្រោយវិញគាត់នៅតែបែរខ្នងខ្ញុំបែរមុខមហោអញ្ចឹងណាអញ្ចឹងគាត់ក៏មកសន្ទុះគាត់ស្រែកខ្លាំងជាងមុនទៀតថាអ៊ុយអត់ទេលិតខ្នងអញទៀតហើយគាត់ឆ្លេឆ្លាហ្មងគាត់ឆ្លេឆ្លាហើយខ្ញុំក៏ទប់គាត់ថាបន្លាចអញដឹងបាទខ្ញុំនិយាយអញ្ចឹងណាអញ្ចឹងខ្ញុំក៏លូកដៃតាមប្រឡោះកគាត់ចេះហើយដាក់ដៃទៅខាងក្រោយខ្នងគាត់ដើម្បីស្ទាបអញ្ចឹងណាចង់ដឹងថាលិតស្អីគេវាអត់មានឃើញអីស្រាប់មកសន្ទុះសភាវៈហ្នឹងលិតដៃលើដៃខ្ញុំខ្វាច់
ហើយអារម្មណ៍ណាដាតហ្នឹងធំណាមិនមែនជាដាតឆ្កែហើយសើមខ្លាំងខ្ញុំក៏ដកដៃមកវិញឡើងលឿនហើយខ្ញុំលោចេញពីគាត់ចេះហើយខ្ញុំក៏ចាប់ផ្ដើមភ័យខ្ញុំចាប់ផ្ដើមថាអេអើយសត្វស្អីគេឡើងមកដល់កតុបខ្ញុំជាន់ទី2ទាំងដែលកតុបខ្ញុំសូម្បីតែចិញ្ចក់ក៏អត់ចូលកើតដែរព្រោះបិទចិត្តសៀលហ្មងខ្ញុំថាហេសត្វស្អីគេចេះតែដោយសារតែអត្តចរិតពីកណោតរបស់ខ្ញុំដែលខ្ញុំអត់ជឿរឿងអបិយជំនឿរឿងអមនុស្សខ្ញុំអត់តន់គិតដល់រឿងហ្នឹងទេខ្ញុំគិតតែរឿងថាសត្វអីអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកដៃខ្ញុំហ្នឹងវែកក្បាលគាត់ឡើងពីខ្នើយណាហើយខ្ញុំព្យាយាមមើលតាមប្រឡោះកគាត់ហ្នឹងទៅខាងក្រោយខ្នងហ្នឹងអញ្ចឹងដល់ទៅពេលខ្ញុំមើលទៅដោយសារកតុបខ្ញុំជួយចិត្តងឹតអញ្ចឹងតែភ្លើងម៉ាស៊ីនត្រជាក់អញ្ចឹងក៏ខ្ញុំយកស្កុតបិទដែរអញ្ចឹងវាពលឺវាតិចមែនតើពលឺរៀងខៀវណាអាពលឺម៉ាស៊ីនត្រជាក់ហ្នឹងវាតិចមែនតើដល់ពេលដែរខ្ញុំព្យាយាមមើលទៅដំបងអត់តន់ឃើញអីទេប៉ុន្តែខ្ញុំឮដង្ហើមធ្ងន់ណាដង្ហើមមនុស្សឈឺរបៀបអញ្ចឹងខ្ញុំចាប់ដើមអុយតែខ្ញុំមើលអត់ឃើញណាអញ្ចឹងខ្ញុំព្យាយាមអោបក្បាលគាត់មើលងើបឲ្យខ្ពស់ជាងនេះទៀតមកអញស្រួលមើលរបៀបអញ្ចឹងណាតែទៅពេលហើយអាពលឺម៉ាស៊ីនត្រជាក់ហ្នឹងក៏ចាំងទៅលើស្មៅហ្នឹងទៅឃើញរូបរាងក្បាលមនុស្សតែអត់មានខ្លួនទេណាបានន័យថាដូចរូបសម្លាកដែលមានតែក្បាលហើយដាក់នៅលើអិតអញ្ចឹងតែក្បាលហ្នឹងធំគួរសមខ្ញុំញ័រប៉ុន្តែដោយសារតែដូចតែនិយាយដដែលអញ្ចឹងថាអាចរិតយើងចង់ដឹងចង់លឺហើយយើងមិនដែលជឿផងណាយើងកាន់តែព្យាយាមមើលឲ្យកាន់តែច្បាស់តែទៅពេលហើយភ្នែកក៏បើកភឹបហើយរង្វង់ភ្នែកគាត់ដូចគេយកថ្នាំលាបផ្ទះលាបមកជួចែកពណ៌ក្រហមបានន័យថាឧទាហរណ៍ថាបើសិនជាក្បាលនឹងពណ៌ខ្មៅតែមួយឆ្នូតនឹងគឺពណ៌ក្រហមតែក្បាលនឹងខ្មៅក្រឹបមិនមានពណ៌អ្វីក្រៅពីខ្មៅវាខ្មៅរលោងដូចប្រឡាក់ប្រេងម៉ាស៊ីនឡានអញ្ចឹងតែខ្មៅជាងប្រេងម៉ាស៊ីនឡានទៀតតែមានមួយឆ្នូតកន្លែងនេះបាទប៉ុន្តែមានមួយឆ្នូតហ្នឹងពណ៌ក្រហមហើយខ្ញុំក៏ភ័យប៉ុន្តែយើងនៅតែចង់ដឹងថាជាស្អីគេអញ្ចឹងណាខ្ញុំព្យាយាមមកប៉ុន្តែកសែភ្នែកសភាវៈមួយហ្នឹងគឺមុតមែនតើគឺមុតសាហាវហ្មងខ្ញុំអត់ដែរឃើញមនុស្សណាដែលមានកសែភ្នែកមុតដល់ថ្នាក់ហ្នឹងឯងរបៀបថាមើលមកយើងគឺមុតហើយអត់ព្រិចភ្នែកអញ្ចឹងមើលមកអញ្ចឹងស្រាប់តែពេលហើយខ្ញុំព្យាយាមមើលអញ្ចឹងខ្ញុំចាប់ដើមមើលគាត់ច្បាស់ទៅហើយឃើញថារូបរាងកាយរបស់គាត់ហ្នឹងជ្រាវជ្រួញហើយខ្មៅមែនតើហើយសក់រយហើយតពេកហើយក្បាលធំស្រាប់ដល់តពេហើយក៏ហាមាត់ស្រាប់ធ្លាក់អណ្ដាតដល់ដីឆ្វាច់ពេលហ្នឹងគឺខ្ញុំក្នុងយល់សពហ្នឹងគឺខ្ញុំខ្ទាតចេញពីពួកម៉ាក់ខ្ញុំថមបយហ្នឹងមកទំហឹងហើយខ្ញុំស្រែកឡើងផ្អើលផ្ទះខ្ញុំហ្មងផ្អើលដល់ម៉ាក់ខ្ញុំកតុបជាន់ទី1គឺស្រែកលឺមែនតើអានេះដោយសារតែខ្ញុំមិនអាចឧទាហរណ៍ស្រែកក្នុង show បានទេណាប៉ុន្តែកម្រិតដែលស្រែកលឺហ្នឹងគឺវាខ្លាំងមែនតើណាអញ្ចឹងកន្លែងហ្នឹងអ្វីដែលបងបានឃើញសភាវៈហ្នឹងគឺសភាវៈហ្នឹងដេកផ្ទាល់នឹងឥដ្ឋឬក៏ពងតែឈរអត់ទេអត់មានខ្លួនទេហ្នឹងហើយក្បាលប្រឈរប៉ុន្តែផុតពីឥដ្ឋត្រូវឯងបងអត់ទេនៅលើឥដ្ឋដូចគេកាត់ដាក់អញ្ចឹងចាំនៅគ្រាន់តែហាមាត់ដាតហ្នឹងហើយដាតហ្នឹងវែងហើយស្រួចយល់គ្រាន់តែគាត់ហាមាត់មកធ្លាក់ដាតហ្នឹងឆ្បាច់លាន់ទៅលើឥដ្ឋហ្នឹងប៉ាច់អញ្ចឹងហើយខ្ញុំឃើញអញ្ចឹងដល់យើងសម័យដល់គាត់លិតដៃយើងអញ្ចឹងវាកាន់តែស្រាវអញ្ចឹងខ្ញុំខ្ទាតខ្លួនខ្ញុំហ្នឹងមកទំហឹងមកខ្ញុំស្រែកខ្លាំងមែនតើស្រាប់ដល់ទៅពេលហើយអត់ភ្ញាក់ទេណាអត់ភ្ញាក់ពីយោសពទៀតបាទតតែនេះពួកម៉ាក់ខ្ញុំតែស្ដាំដៃនេះគាត់ដាស់ខ្ញុំនេះបានខ្លួនខ្ញុំទៅលើគាត់ទាំងស្រុងបាត់ហើយហ្នឹងបានន័យថាពេលខ្ញុំភ្ញាក់ដឹងខ្លួនហ្នឹងខ្លួនខ្ញុំខ្ទាតទៅលើគាត់ហើយគាត់ក៏និយាយថាកេងសុកមកលោតមកលើគាត់អញ្ចឹងណាបាទស្រាប់តែពេលហើយគាត់ទៅថៃស្រីលឺម៉ែស្រីលឺខ្លាំងមែនតើរហូតដល់ម៉ាក់ទេមកពីក្រោមចំកើតអីមែនគាត់ស្មានតែយើងត្រូវអីបាទហ្នឹងអត់អីទេម៉ាក់ខ្ញុំយល់សពអត់ល្អទេអញ្ចឹងក៏បិទទូរស័ព្ទពីម៉ាក់ស្រាប់តែពេលគាត់ខាងនេះគាត់ថាហែងកើតដូចគេថាអត់អីទេខ្ញុំអត់និយាយទៅដូចថាខ្ញុំគិតថាខ្ញុំនៅតែគិតថាខ្ញុំរវើយទេយល់អញ្ចឹងខ្ញុំមិនថាអត់អីទេគេប៉ុន្តែខ្ញុំលេងហ៊ានងាកទៅខាងនោះខ្ញុំលេងហ៊ានងាកមកស្ដាំបាទបានថាខ្ញុំរៀងគេរៀងជំហានរៀងបែកចេះខ្ញុំលេងហ៊ានងាកដល់ទៅពេលហើយខ្ញុំក៏គិតថាសង្ងំគេតភីនេះគឺជាអ្វីដែលខ្ញុំមិនដែលទទួលបទពិសោធន៍ក្នុងជីវិតខ្ញុំថាមានយល់សពតភីបាទហើយតភីលើកទី2នេះកាន់តែស្ដែងជាងលើកទី1ទៀតគឺពួកម៉ាក់ដែលជាថមបយនៅខាងស្ដាំដៃរបស់ខ្ញុំហ្នឹងគឺបាត់ហើយសល់តែខ្ញុំ2នាក់គាត់អញ្ចឹងវាកាន់តែដូចការប៉ັດណាកាន់តែដូច reality ការប៉ັດរបស់យើងអញ្ចឹងដល់ពេលអញ្ចឹងទៅក្នុងយល់សពហ្នឹងគឺខ្ញុំអត់ហ៊ានងាកអញ្ចឹងទេប៉ុន្តែឮសលេងគាត់នៅនឹងដដែលឮសលេងដង្ហើមនឹងដដែលហើយដង្ហើមធ្ងន់ណាជាមួយនឹងសលេងសើចតិចសើចរបៀបតិច
បាទ ដល់ពេលខ្ញុំភ័យចឹងទៅខ្ញុំអត់ហ៊ានងាកទេអញ្ចឹងខ្ញុំក៏ព្យាយាមកាន់ដៃពួកម៉ាក់ខ្ញុំនេះជាប់រហូតដល់ខ្ញុំងាកមកមើលពួកម៉ាក់ខ្ញុំនេះស្រាប់តែគាត់បិទក្បាលហើយខ្ញុំបែរជាទៅអោបខ្លួនសាកសពមនុស្សម្នាក់ដែលខ្មៅខ្ញុំក៏រុញគាត់ចេញពីឆ្វេងស្ដាំដៃខ្ញុំនេះរុញមកសាទៀតក៏ភ្ញាក់ចឹងទៅក៏ខ្ញុំខ្ទាតមកខាងនេះវិញអញ្ចឹងបានន័យថាយល់សពវាដូចមែនតើវាកាន់តែដូចរហូតដល់ខ្ញុំភ្ញាក់ដឹងខ្លួនឡើងពួកម៉ាក់ខ្ញុំសួរថាកើតអីមកយប់ហ្នឹងស្រែកពី3ដងខ្ញុំថាអត់អីទេទៅផ្ទះចោះតែពេលហ្នឹងម៉ោងតែ6ព្រឹកទេណាអត់អីទេទៅផ្ទះចោះអត់ចង់និយាយអីព្រោះមានអារម្មណ៍ថាអត់ល្អទេតែទៅផ្ទះចោះអញ្ចឹងខ្លួនខ្ញុំស្គាល់រសជាតិហើយដែលគេថាខ្លាចខ្មោចបាសសក់បាទខ្លួននេះពូបាទភូសបល់ជាប់ហើយភ្ញាក់ពីមនុស្សម្នាក់ដែលអត់ជឿលើរឿងអមនុស្សទេរហូតដល់មនុស្សម្នាក់ដែលសម្បីកាន់ទូរស័ព្ទចុចសុក load notification ណាលន់ទឹងក៏ខ្ញុំភ្ញាក់ធ្លាក់ទូរស័ព្ទពីដៃដែរយល់ថាយើងលេងប្រឡឹងយើងលេងនៅក្នុងខ្លួនណាវាតែជាភ្ញាក់បាទរហូតដល់ខ្ញុំគាត់ថាចេះរៀបចំញ៉ាំបាយផឹកហើយទៅហើយចង់សម្រាប់ពេលថ្ងៃបន្តិចដើម្បីទៅរៀនព្រោះដោយសារយប់មិញគេញ៉ាំបានសោះបាទអញ្ចឹងខ្ញុំក៏សម្រាប់ពេលថ្ងៃតែអ្វីដែលវាឲ្យខ្ញុំនឹងកាន់តែស្ដែងណាកាន់តែចាប់ផ្ដើមជឿបន្តិចម្ដងគឺដោយសារតែពេលខ្ញុំគេងពេលថ្ងៃហ្នឹងគឺវាលែងជាយល់សពហើយបានន័យថាពេលខ្ញុំគេងលក់ហ្នឹងទៅគ្រាន់តែខ្មោចសកត់អញ្ចឹងបានន័យថាយើងដឹងខ្លួនយើងអាចនិយាយបានតិចប៉ុន្តែយើងងើបអត់រួចទេបាទពេលដែលខ្ញុំគេងពេលថ្ងៃហ្នឹងខ្ញុំក៏រត់ដល់ខ្ញុំមិនដែរបើកបែងណនតែសារហ្នឹងចាប់ដើមខ្លាចងឹតហើយចាប់ដើមរៀងរអានៅភាពងឹតហើយខ្ញុំក៏បើកបែងណនអស់អញ្ចឹងថ្ងៃហ្នឹងវាចាំងលើខ្លួនខ្ញុំទាំងអស់ចាបាទស្រាប់តែពេលខ្ញុំគេងទៅលាវចិត្តលុកក៏ខ្ញុំលឺសលេងទាំងហៅមនុស្សទៀតតែលឺនៅគៀនបែងណនព្រោះធម្មតាយើងហូតបែងណនទៅគៀនទៅវាបាំងរៀងមលុបណាបាទអញ្ចឹងនៅបាំងបែងណនហ្នឹងហ្មងនៅគៀនចុងជើងខ្ញុំខាងស្ដាំដៃចាក់ខ្ញុំលឺតែពេលចឹងហើយលាវចឹងទៅលឺសលេងទាំងហើមតែដូចថាយើងព្យាយាមមើលបើកនៅតិចមើលចឹងវាអត់ឃើញអីតែខ្លួនយើងរត់រួចទេយើងរត់រួចចឹងមើលអញ្ចឹងណាដោយសារតែភាពមានះនឹងគេហៅថាបើយើងនិយាយស្រួលស្ដាប់ដូចថាឆ្លើយណាព្រោះខ្ញុំចរិតខ្ញុំមួយគឺខ្ញុំអត់សូវជឿមិនអត់សូវជឿពីមុនគឺខ្ញុំអត់ជឿលើអបិយជំនឿទាំងអស់អញ្ចឹងខ្ញុំជឿតែមួយយ៉ាងនេះបើខ្ញុំមិនប៉ះពាល់ណាគេក៏អត់មានអ្វីដែលមកប៉ះពាល់ខ្ញុំដែរអញ្ចឹងខ្ញុំក៏រៀងឆ្លើយខ្ញុំក៏និយាយថាចេះកុំញ៉ៃញ៉ៃជាមួយខ្ញុំអត់ចូលចិត្តទេខ្ញុំអត់ចូលចិត្តកុំមករំខានខ្ញុំឆ្លើយឆ្លងមកហានេះមិនមែនយកសពទេឆ្លើយមកហើយឆ្លើយមួយម៉ាត់ហ្នឹងមកខ្ញុំឡើងរបៀបថាផឹងស្ទុះឲ្យភ្ញាក់បដ ாய் ព្រោះមួយម៉ាត់ហ្នឹងគឺសាហាវដែរចេះតែគាត់សើចអរបៀបអត់យូរទេហែងចាប់តែខ្ញុំព្យាយាមចាប់ដើមអត់តតាំងអីទៀតទេគឺចាប់ដើមព្យាយាមរើយភ្ញាក់ហើយគ្រាន់តែភ្ញាក់ភ្លាមសោតបទូប្រទេសមួយទឹកមួយអីគឺចាញ់ពីកតុបហ្នឹងមកចាប់ដើមខ្លាចហើយក្នុងចិត្តដូចថាយើងចាប់ដើមសួរខ្លួនឯងណាមិនទៅវាជាការសម័យឬក៏មិនប៉ុន្តែវាដូចជាស្ដែងទៅអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំចេញទៅរៀនហ្នឹងពួកម៉ាក់ខ្ញុំមកយកខ្ញុំដូចសពដងអញ្ចឹងបន្ទាប់ពីចេញរៀនចប់ខ្ញុំក៏សម្រេចចិត្តទៅលេងពួកម៉ាក់ខ្ញុំគាត់បើកហាងផ្កាណាអញ្ចឹងក៏ខ្ញុំទៅយកសាច់រឿងហ្នឹងទៅនិយាយប្រាប់គាត់ត្រួសទេតែមានពួកម៉ាក់ខ្ញុំម្នាក់គាត់មកប្រាប់ថាចេះអូហាងយល់សពឃើញមនុស្សខ្មៅអញ្ចឹងអត់ល្អទេខ្មែរអញ្ចឹងគេហៅម៉ាត់តយហ្នឹងហើយហើយខ្ញុំអត់ដែរលឺសោះខ្ញុំអត់ដែរលឺទេណាក្នុងចិត្តដូចអត់គួរឲ្យជឿទេហើយគាត់ថាមើលសូត្រទឹកសូត្រអីអត់ល្អទេអាហ្នឹងគ្រោះកបត់កខ្ញុំអត់សូវជឿទេអញ្ចឹងពេលខ្ញុំអត់សូវជឿខ្ញុំក៏អត់អស់ចិត្តទេខ្ញុំនៅអញនៅហាងគាត់មកសន្ទុះខ្ញុំគាត់ថាឥឡូវដើម្បីចង់ឲ្យច្បាស់ថាតើក្នុងយល់សពខ្ញុំនឹងវាដូចនឹងធៀបហេតុការជាក់ស្ដែងអត់ខ្ញុំក៏សម្រេចចិត្តទៅជួបពួកម៉ាក់ខ្ញុំជាធំបងហ្នឹងហើយខ្ញុំជិះម៉ូតូទៅដល់ហាងគាត់អញ្ចឹងដោយសារយើងខានជប់គ្នាយូរគាត់ទទួលខ្ញុំគាត់រាក់តាក់ហៅញ៉ាំនេះញ៉ាំនោះអញ្ចឹងតែខ្ញុំអត់ឲ្យខ្ញុំញ៉ាំនិយាយសាច់រឿងខ្ញុំដល់ពេលអញ្ចឹងខ្ញុំក៏សួរគាត់ថាចែណែអញធ្លាប់លឺហែងចង់សាក់ខ្នងហើយហែងបានសាក់មែនអត់ដោយសារយើងខានជប់គ្នាយូរតែក្នុងយល់សពគាត់សាក់ហើយដល់ទៅពេលហើយគាត់ប្រាប់ខ្ញុំថាចែអញស្រឡាញ់សាក់ខ្នងហ្នឹងតែអត់បានសាក់ទេអញសួរប៉ាអញហើយប៉ាគាត់កាន់សិល10អញ្ចឹងចេះមើលដែរអញសួរប៉ាអញហើយប៉ាអញអត់ឲ្យសាក់ទេថាអញហ៊ានតែសាក់អស់ជីវិតមកព្រោះអាហ្នឹងវាអត់ត្រូវមួយអញហើយខ្ញុំក៏ភ្ញាក់ថាតែអញយល់សពឃើញហែងសាក់ច្បាស់ណាធំទៀតបាទហើយថាមែនអីហ
ទឹកមកគាត់រៀងប្រែពួកគាត់អ្នកជឿ បាទ ខ្ញុំអត់ជឿទេអញ្ចឹងខ្ញុំថាអើអញយល់សោកហើយមិនគ្រាន់ឃើញសាក់ហ្នឹងឯងអញឃើញយមនុស្សខ្មៅមានតែក្បាលទេលិតខ្នងហែងគាត់ស្លន់ប្រោត អូយល់ហើយយល់ គាត់ទៅជាស្លន់ឆ្លេឆ្លាពេញហាងហើយថាបានហើយហែងទៅទេអញទៅទេហើយអញបិទតោបិទអីហ៎ខ្ញុំថាហែងប្រញាប់ទៅណាអញនិយាយមិនទាន់ចាប់ផងអត់អីអញប្រញាប់ទៅទេអត់ទេមេងងឹតលើអញប្រញាប់ទៅទេហើយស្លន់ឆ្លេឆ្លាបដ ாய் ហើយខ្ញុំណាហែងកើតអីខ្ញុំទៅទេណាហែងកើតអីគាត់ក៏ប្រាប់ខ្ញុំម៉ាត់ចឹងគ្រាន់តែចេះលើកមុនណាអញឃើញវាតែម្ដងឯណាអញដួលម៉ូតូចិត្តងាប់ណាតម្រាំសាននេះមិនលិតខ្នងអញទៀតអញប្រញាប់ទៅទេហើយប្រញាប់ទៅសួរប៉ាអញព្រោះប៉ាគាត់ចេះមើលតែខ្ញុំថាខ្ញុំក៏គិតក្នុងចិត្តខ្ញុំរៀងធូរចិត្តវិញតិចថាចេះអញ្ចឹងយល់សប្តិហ្នឹងប្រហែលគាត់ទេរៀងដូចយើងមានអារម្មណ៍មួយថាចេះប្រហែលគាត់ទេចឹងវាមិនមកយើងទេគ្រាន់តែយើងដូចថាយើងមាននិស័យឃើញឲ្យគាត់ចឹងណាបាទខ្ញុំក៏ជិះម៉ូតូមួយពួកម៉ាក់ប្រុសខ្ញុំដដែលហ្នឹងបកមកផ្ទះវិញតែចៃដន្យឲ្យភ្លៀងណាភ្លៀងរៀងខ្លាំងភ្លៀងខ្យល់កន្ត្រាក់ខ្យល់ខ្លាំងណាអញ្ចឹងមានអាវភ្លៀងស្បែកតែមួយទេអាវភ្លៀងអាស្បែកក្រាស់ហ្នឹងអញ្ចឹងខ្ញុំឲ្យគាត់ពាក់ទៅខ្ញុំទទួលពីក្រោយហើយអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បត់ពិសោធន៍ដែរបើអ្នកទទួលពីក្រោយច្រើនទៅស្ទឹកដដែលទេវាអត់ប្រយោជន៍ទេតែគ្រាន់ខ្ញុំព្យាយាមទទួលទៅខ្ញុំកាន់តែជិះអាវភ្លៀងដាក់ទៅក្រោយចេះទប់ណាតែខ្យល់ចេញចូលទៅយើងស្ទឹកដដែលទេអញ្ចឹងពេលដែលជីទៅចិត្តដល់ផ្ទះខ្ញុំដល់ផ្លូវកែងមួយហ្នឹងស្រាប់តែខ្ញុំមានអារម្មណ៍ថាអាវភ្លៀងហ្នឹងលេងប៉ើងណាស្រាប់តែលេងប៉ើងទៅស្រាប់វាធូបជាប់កខ្ញុំជាប់ខ្លួនជាប់ហ្មងហើយខ្ញុំដំបូងខ្ញុំគិតថាចេះសង្ស័យខ្លួនយើងសើមទេអញ្ចឹងធម្មតាអាវភ្លៀងស្បែកហ្នឹងវាស្អិតតែអញ្ចឹងខ្ញុំក៏លើកដៃខ្ញុំចេញទៅក្រៅចេះចង់ដឹងថាអស់ខ្យល់មិនមែនមិនវាលេងប៉ើងខ្យល់ខ្លាំងដែរខ្យល់ខ្លាំងដដែលអញ្ចឹងខ្ញុំគិតថាអីចេះតែស្អិតហ្នឹងមិនមែនស្អិតធម្មតាស្អិតធូបដូចមានអ្នកទី3អញ្ចឹងហ្នឹងហើយហើយខ្លួនខ្ញុំចាប់ដើមព្រឺច្បល់ខ្ញុំថាអត់ចង់បំភ័យខ្លួនឯងខ្ញុំក៏សោយអាវភ្លៀងហ្នឹងឲ្យផុតបានថាខ្ញុំលេងពេកខ្ញុំសោយវាផុតពីក្បាលសើមអីសើមតែបាទហ្នឹងហើយដល់ពេលខ្ញុំសោយវាផុតពុបដឹងទាំងហៅមនុស្សនៅស្មាខ្ញុំបណ្ដោយគឺគេអោបតម្លាក់កគេនៅស្មាខ្ញុំស្រាប់ដល់ទៅពេលខ្ញុំកំពុងតែភ័យអញ្ចឹងហើយខ្លួនខ្ញុំឡើងរឹងស្ដោកនៅលើម៉ូតូអញ្ចឹងណារឹងស្ដោកបណ្ដោយដូចថាអត់ទាំងហ៊ានងាកក៏អត់ទាំងហ៊ានបញ្ចេញប្រតិកម្មណាដោយសារតែហឹងនៅលើម៉ូតូអញ្ចឹងណាពួកម៉ាក់ខ្ញុំដែលគាត់កំពុងតែបើកម៉ូតូគាត់ឈប់ងក់កណ្ដាលផ្លូវឈប់ប្រហែលជា5ទៅ6 second ឈប់ងក់ហ្មងហើយផ្លូវស្ងាត់ហើយទៅពេលណាហេឈប់ទៅអីហើយឈប់ទៅអីហើយមិនទៅឲ្យលឿនទៅបានគាត់ភ្ញាក់អញ្ចឹងទៅគាត់ជិះទៅអញ្ចឹងណាដល់ទៅពេលជិះទៅដល់មុខផ្ទះខ្ញុំស្ទុះចេញពីលើម៉ូតូខ្ញុំហ្មងស្ទុះដូចរបៀបយើងមិនមែនចោះធម្មតាដូចរបៀបយល់ហក់ក៏ជ្រុលចេញហ្មងដូចអាលាស់ខ្លួនចេញអញ្ចឹងណាហើយពួកម៉ាក់ខ្ញុំក៏សួរខ្ញុំថាហែងកើតអីគេហើយខ្ញុំចោះមកឡើងចែកខ្លួនខ្ញុំឡើងញ័រអស់ហើយខ្ញុំថាអត់អីទេត្រូវភ្លៀងល្ងាទៅជែកទេចឹងណាខ្ញុំក៏ចូលក្នុងផ្ទះទៅចូលក្នុងផ្ទះមានពួកម៉ាក់គាត់ឆាតមកហ្នឹងគាត់ថាថ្ងៃហ្នឹងគូកណាត់ពួកម៉ាក់អញ្ចឹងរាល់ដងឲ្យតែខ្ញុំចេញយប់ជាមួយនឹងពួកម៉ាក់ខ្ញុំអត់ដែរចូលផ្ទះវិញទេខ្ញុំគេងជាមួយផ្ទះពួកម៉ាក់ខ្ញុំហ្មងអញ្ចឹងដោយសារតែថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាចកតុបដេកខ្លួនឯងហើយខ្ញុំនៅខ្លួននៅម្នាក់អត់ខោអញ្ចឹងណាខ្ញុំគាត់ថាអញទៅអញចាញ់អញ្ចឹងមកយកអញផងយកឡានមកយកអញផងដល់ទៅពេលខ្ញុំឡើងទៅដល់លើកតុបហ្នឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាដែលមានកតុបផ្ទាល់ខ្លួនណាដូចខ្ញុំអញ្ចឹងពេលដែលយើងចូលកតុបរបស់យើងណាបើសិនជាឧទាហរណ៍ថាពេលថ្ងៃយើងនៅក្នុងកតុបពេលប៉ុន្តែពេលថ្ងៃមានមនុស្សផ្សេងចូលក្នុងកតុបយើងណាពេលយើងចូលពេលល្ងាចនេះយើងដឹងបាទថាហ្នឹងហើយយើងដឹងថាមានតែគេយកកតុបអញបាទពេលដែលខ្ញុំបើកទ្វារចូលកតុបហ្នឹងក្រៅខ្ញុំមានអារម្មណ៍ថាមានមនុស្សចូលតែក៏នៅតែគិតថារវើរួយអីចូលទៅងុយទឹកពងងុយទឹកមានអារម្មណ៍ថាមនុស្សអង្គុយលើខែមានអារម្មណ៍ថាមនុស្សពងធ្វើអីក្រិចក្រាក់នៅលើខែដល់ពេលមួយទឹកហើយស្ទុះស្ទីចេញមកដល់ក្រៅមកអង្គុយនៅក្រៅស្លៀកពាក់រៀបចំខ្លួនមានអារម្មណ៍ថាមនុស្សនៅក្នុងកតុបទឹកវិជាគ្នាហ្នឹងហើយធ្វើអីនៅក្នុងកតុបទឹកអញ្ចឹងចាប់ដើមខ្លាចទៅរហូតដល់ខ្ញុំស្លៀកពាក់ហើយខ្ញុំដាក់គូអង្គុយដឹងទាំងហៅដដែលទាំងហៅមនុស្សនៅក្រោយស្មាហ្នឹងភីក្តៅភីមកភ័យដល់ពេលភ័យលើកកញ្ចក់ឡើងបាត់ទាំងហៅតម្លាក់ចុះមកវិញតម្លាក់កញ្ចក់ចុះមកវិញអញ្ចឹងអត់កើតទេរត់ហើយសម្រាប់ថារត់ចេញពីកតុបហ្នឹងហ្មងខ្ញុំស្ទុះពុបចុះមកដល់ក្រោមហ្នឹងមកចាំនឹងក្រោមហ្នឹងម៉ាក់ខ្ញុំគាត់ថាឆ្លងប្រញាប់ទៅណាគាត់ស្មានតែខ្ញុំប្រញាប់ចេញក្រៅហ្នឹងណាអត់អត់អីចាំពួកម៉ាក់ខ្ញុំអញ្ចឹងពួកម៉ាក់ខ្ញុំក៏
យកឡានមកយកអញ្ចឹងពេលដែលយកឡានមកយកខ្ញុំហ្នឹងក៏ត្រូវទៅផ្ទះពួកម៉ាក់ខ្ញុំម្នាក់ទៀតដែលហ៊ានមួយគ្នាហ្នឹងណាទៅយកគាត់ដែរហ្នឹងហើយតិចទៀតខ្ញុំនឹងប្រាប់ថាហេតុអីបានមានវត្តមានគាត់សឹងតែគ្រប់ពេលហ្នឹងហើយអញ្ចឹងក៏ពួកម៉ាក់ស្រីខ្ញុំហ្នឹងគាត់ក៏ជិះឡានគាត់មកយកអញ្ចឹងទៅម្ចាស់ហាងផ្កាពីថ្ងៃហ្នឹងណាគាត់អត់សូវបានស្ដាប់ព្រោះខ្ញុំក៏និយាយប្រាប់គាត់មួយសារទៀតទៅពេលអញ្ចឹងទៅខ្ញុំក៏និយាយហ្នឹងគាត់ថាអូយហែងកុំគិតច្រើនពេកនៅព្រោះរវាយណាហែងកុំសម័យពេកវាអត់មានអីដែលអាក្រក់អញ្ចឹងទេអីទេអញ្ចឹងស្រាប់តែពេលគាត់ជិះឡានឆ្លងផ្លូវក្បាលឡានដល់ពាក់កណ្ដាលផ្លូវឆ្លងផ្លូវជា4ណាដល់ពាក់កណ្ដាលផ្លូវហើយក៏មានម៉ូតូមកលឿនមែនតើខ្វះតែប្រហែលជាថា6-7ម៉ែត្រពីឡានទៀតទេណាចាប់គាត់អកសើហើយជិះមកខាងនេះវាខាងខ្ញុំខាងខ្ញុំអង្គុយព្រោះខ្ញុំអង្គុយខាងមុខស្រាប់តែពេលខ្ញុំមើលអញ្ចឹងទៅឃើញគាត់ចេះអ៊ុយឡានម៉ូតូហ្នឹងណាអ៊ុយឡានហ្នឹងទៅចាប់ហេចកោតកិច្ចឡានអញ្ចឹងតន់នឹងវិសដួលអញ្ចឹងណាក៏ចេញទៅផុតទៅពួកម៉ាក់ស្រីខ្ញុំហ្នឹងក៏គាត់ថាហេស្លុយម៉េះវ៉ៃតម៉ោង8កន្លះសោះជិះស្លុយម៉េះខ្ញុំក៏អត់ងត់ទេឆ្លងចិត្តផុតម៉ូតូមកមួយទៀតអញ្ចឹងដូចគ្នាសិតវគ្គអត់ឃើញឡានបានន័យថាទីតាំងដែលឆ្លងហ្នឹងអត់មានភ្លើង stop ទេត្រូវទេអត់មានទេគ្រាន់តែជាផ្លូវបែកជា4ធម្មតាហ្នឹងហើយបើម៉ូតូមួយយើងថាអត់ឃើញយើងមិនអីទេណាអាមួយទៀតវាអញ្ចឹងដូចគ្នាវាជិះមកដល់រៀបតែទៅពេលហើយពួកម៉ាក់ស្រីខ្ញុំហ្នឹងក៏គាត់លែងមកហើយតែក្នុងចិត្តខ្ញុំគិតថាដឹងទេយកអត់ហ៊ានចៃអីទាំងអស់អញ្ចឹងក៏យកពួកម៉ាក់ខ្ញុំហ្នឹងទៅយកពួកម៉ាក់ប្រុសខ្ញុំហ្នឹងទៅភូមិនីឋានមកកន្លែងនៅម្ដុំក្រោយវាំងហើយក៏ញ៉ាំអីធម្មតាអញ្ចឹងណាសម្រាប់ខ្ញុំពងតែញ៉ាំអីទៅតែអារម្មណ៍ខ្ញុំមិនដឹងក្នុងខ្លួនបាត់ហើយតែពេលខ្ញុំទៅដល់ហ្នឹងខ្ញុំក៏ទៅហៅពួកម៉ាក់ខ្ញុំម្នាក់មួយទៀតហ្នឹងមកនិយាយរឿងហ្នឹងទៀតគេថាចង់សួរគេឲ្យច្បាស់ថាគេធ្លាប់មាន experience អញ្ចឹងណាអញ្ចឹងថាយប់មិញអញយល់សោះល្អសោះអញឃើញអញ្ចឹងទៅក៏ទូរស័ព្ទខ្ញុំរោអត់ទេខ្ញុំថាអញឃើញពួកម៉ាក់ស្រីដែលបើកឡានហ្នឹងគាត់ក៏មកកាក់ខ្ញុំថាហែងអញឆ្ងល់ដែរបើខ្លាចចិត្តនិយាយមកបាទធប់និយាយទៅស៊ីចុកធម្មតានិយាយទៅអីខ្ញុំក៏អត់បាននិយាយទៅដល់ពេលហើយក៏ទូរស័ព្ទខ្ញុំរោពួកម៉ាក់ខ្ញុំថមបយហ្នឹងគាត់ទេមកស្លន់ភ័យហ្មងភ័យខ្លាំងណាស់គាត់ថាលោហែងនៅណាយប់ហ្នឹងហែងចេញក្រៅអត់បានទេណាហែងត្រូវទៅនៅផ្ទះហើយស្អែកត្រូវតែឲ្យប៉ាម៉ាក់នាំទៅស្រូចទឹកដំណោះខួរព្រោះអីហែងចិត្តដងថ្ងៃខ្ញុំរៀងភ័យដែរបាទព្រោះខ្ញុំនឹងក្រៅហើយខ្ញុំចូលផ្ទះអត់បានទេព្រោះតឡងខ្ញុំពីមុនតែខ្ញុំចេញហើយម៉ាក់ខ្ញុំក៏ឡុកសោហើយអញ្ចឹងខ្ញុំទៅស្នាក់មួយពួកម៉ាក់ទៅវិញថាអញនឹងក្រៅអញចូលផ្ទះអត់បានហ្នឹងហើយអញធ្វើមិនទៅគាត់ថាចប់ហើយហែងនៅក្រៅហើយពេលយប់ទៀតណាខ្ញុំថាធ្វើមិនទៅសួរប៉ាជួយសួរប៉ាបន្តិចបានអត់ថាអញត្រូវធ្វើមិនព្រោះដោយសារអញចូលផ្ទះអត់បានទេគាត់ក៏បិទទូរស័ព្ទពីខ្ញុំទៅសួរប៉ាគាត់មកស្ទុះក្រោយគាត់ក៏ទេមកវិញភ្លាមថាប៉ាអញថាឲ្យហែងកាន់ទឹកសមួយកែវសូត្រអ្នកមោតស័ក29ចប់នឹកដល់កូនឪពុកកូនម្ដាយហើយសូមឲ្យរួចតាមមួយយប់ហ្នឹងសិនសូមឲ្យតែរួចមួយយប់ហ្នឹងឯងគឺអត់មែនរួចច្រើនថ្ងៃច្រើនខែគឺរួចតែមួយយប់ហ្នឹងសិនឲ្យតែផុតយប់ហ្នឹងសិនអញ្ចឹងបើសិនជាហែងអត់ធ្វើទេហែងអាចឆ្លងអត់ផុតយប់ហ្នឹងឯងបាទខ្ញុំក៏នៅក្នុងទៀតប៉ិតខ្ញុំអត់ជឿទេក្នុងចិត្តខ្ញុំទៀតប៉ិតខ្ញុំអត់ជឿទេប៉ុន្តែខ្ញុំគិតថាវាគ្រាន់តែជាការដែលយើងញ៉ាំទឹកសូត្រនៃម៉ូតាសា29ចប់វាមានខាតបង់អីទេអញ្ចឹងយើងធ្វើកុំឲ្យថាយើងមានអ្នកពេកអញ្ចឹងក៏ហៅអ្នកហត់តុកឲ្យគេចាក់ទឹកខ្ញុំមកកែវមកធម្មតាកន្លែងញ៉ាំអីគេបើកភ្លេចបើយើងសូត្រធម្មតាកើតវារំខានគេទី1វារកក្រក់មើលអញ្ចឹងណាខ្ញុំថាទៅចូលកតុបទឹកកាន់កែវនឹងទៅដល់ចូលក្នុងកតុបទឹកហើយកតុបទឹកហ្នឹងគេមានអាកតុបប្រគុណណាមានតែមួយក្រៅពីហ្នឹងកតុបឈរហាងព្រៃផុសណាអញ្ចឹងទៅឈរសូត្រក៏មិនកើតដែរភ្ញៀវចូលមកផ្អើងប់ហើយឈរសូត្រធរអញ្ចឹងណាខ្ញុំក៏ចូលបន្ទប់ប្រគុណហ្នឹងទៅចូលឡុកទ្វារបិទចានប្រគុណអង្គុយលើប្រគុណហើយខ្ញុំកាន់ដៃពីរកាន់កែវទឹកអញ្ចឹងណាដល់ពេលខ្ញុំកាន់អញ្ចឹងទៅខ្លួនខ្ញុំក្តៅដូចកតុបស្ទីមអញ្ចឹងចំហាយក្តៅហ្មងហើយចាប់ដើមបែកនឹងស្រាក់តែទៅពេលហើយខ្ញុំក៏ចាប់ដើមអ្នកម៉ូបើកភ្នែកណាអ្នកម៉ូបានតែប៉ុណ្្នឹងដង្ហើមហ្នឹងគឺមកហើយលឺដិតហ្មងលឺបែបដង្ហើមខឹងវាខឹងណាតែទៅពេលហើយខ្ញុំថាចាញ់ទៅក៏អត់កើតបើកភ្នែកខ្ញុំខ្លាចវាយើងក្នុងនឹងម្នាក់ឯងទៀតអញ្ចឹងខ្ញុំគាត់ថាអត់កើតទេធ្វើមកចេះបិទភ្នែក
Hoàn thành nhóm bật nàyปุ๊บmàu nửa cho bị lừa vàoហើយយើងដឹងហើយធម្មតានៅពេលដែលមានភ្លើងពីលើក្បាលយើងបិទភ្នែកមានស្មៅយើងដឹងមនុស្សឈរពីលើហើយឆ្ងោកមកលើខ្ញុំចេះអញ្ចឹងដង្ហើមហ្នឹងវាផាត់មួយសក់ខ្ញុំមកពុបហើយវាស៊ីគ្នាជាមួយដង្ហើមដែលប៉ះយើងបាទហ្នឹងហើយដល់ពេលអញ្ចឹងទៅខ្ញុំអត់តន់សោតកើទេប៉ុន្តែវាស្ដែងពេកដល់ពេលអញ្ចឹងខ្ញុំញ័រខ្ញុំភ័យហើយពេលហ្នឹងខ្ញុំសោតច្រឡំហើយចាប់ច្រឡំដល់ពេលខ្ញុំតាំងសតិថាខ្ញុំបិទភ្នែកខ្ញុំឡើងញ័រខ្ញុំភ័យណាដល់ពេលអញ្ចឹងខ្ញុំចាប់ផ្ដើមថាអត់ទេតាំងអារម្មណ៍តាំងសតិអញ្ចឹងខ្ញុំចាប់ដើមសោតឲ្យ29ចប់មិនតិចណាវាអាចនឹងច្រឡំសម្រាប់ផ្លូវចិត្តយើងដែលកំពុងតែភ័យចេះទៀតអូរាប់ដៃបដៅចេះ29ចប់ស្ទើរតែពេលចប់ក៏ផឹកទឹកហ្នឹងអត់តន់សម្រាប់ហ៊ានបើកភ្នែកទេព្រោះខ្ញុំខ្លាចវាយើងភ័យណាដល់ពេលអញ្ចឹងទៅខ្ញុំក៏ហ៊ាវកលឹះទ្វារហ្នឹងគ្រាន់តែបើកកលឹះទ្វារហ្នឹងបានពុបហត់បដៅហត់ចាញ់មកដល់ក្រៅសភាពរបស់ខ្ញុំដូចមនុស្សតែចោលដេញយោបាសសក់កអាវកទីកធឿងស្លន់បង្ហក់បែកញើសពួកម៉ាក់ខ្ញុំនៅជុំគ្នាមើលមកខ្ញុំឡើងសក់ហើយកើតអីគេគាត់ស្មានខ្ញុំមានរឿងអីនៅក្នុងតុកទឹកខ្យល់កអញ្ចឹងណាហើយកើតអីគេថាអត់អីពួកម៉ាក់ស្រីខ្ញុំហ្នឹងបានគាត់នឹងដែរដូចថាគាត់អារម្មណ៍គាត់មួយយើងណាគាត់ថាណែមកទៅផ្ទះមកបាច់ទៅតមួយគេពួកគេតទៅក្លឹបហើយមកគាត់ដូចដឹងរឿងហ្នឹងហើយម៉ោង11យប់ហើយគាត់ថាណែមកទៅផ្ទះមួយអញមកហើយខ្ញុំភិកច្រើនតែខ្ញុំចេញក្រៅខ្ញុំគេងផ្ទះគាត់ហើយផ្ទះគាត់ដីឡូវីឡារៀងដីទលាយធំណាខ្ញុំថាទៅអញអត់នៅទេអញអត់តអត់សុបាយលេងសុបាយហើយតោះទៅផ្ទះស្រាប់ដល់ទៅពេលទៅផ្ទះគាត់គិតមើលផ្ទះដែលធ្លាប់តែម្ចាស់ផ្ទះគេទុកសោឲ្យយើងចូលចាក់ចេញចូលយើងដើរសេរីដូចផ្ទះយើងតែបាយជាសាហ្នឹងខ្ញុំខ្លាចខ្ញុំខ្លាចមែនតើរហូតដល់ចុះពីលើឡានគាត់នៅណាខ្ញុំឈរនៅគាត់នៅណាខ្ញុំឈរនៅហើយដល់ទៅពេលហើយខ្ញុំអត់សូវហ៊ានងាកទៅមើលបរិវេណផ្ទះដូចថាងឹតកន្លែងតលីកន្លែងគេកសម្រាប់កអីចឹងខ្ញុំអត់សូវហ៊ានងាកទៅព្រោះចាប់ដល់មានអារម្មណ៍ភ័យញ័រហើយដល់ទៅពេលចូលទៅដល់ក្នុងផ្ទះគាត់ទៅគាត់ចិញ្ចឹមឆ្កែពូជឆ្កែប្រាំងទូចខ្ជូតហ្នឹងប្រហែលជា6 7ក្បាលហើយគាត់ដាក់វាចូលក្នុងតែមួយធុងអញ្ចឹងដាក់មកផ្ទះព្រុសខ្លាំងមែនតើព្រុសផ្អើលអ្នកភូមិព្រុសឲ្យភូមិហៅខ្ញុំព្រុសខ្លាំងមែនតើដល់ទៅពេលភូមិហៅខ្ញុំអញ្ចឹងទៅខ្ញុំក៏លេងសើចណាខ្ញុំថាចេះមករដងគ្នាឯងសោះចេះមកធ្វើព្រុសអីណាខ្ញុំក៏លោទៅធុងហ្នឹងរៀងទៀបចេះខ្ញុំក៏លោទៅអោតមើលទៅអាឆ្កែទូចហ្នឹងវាខ្លាចវារេចេញអស់ហ្មងដូចយើងកាន់ដបងរកសពងក្បាលវាអញ្ចឹងណាវារេចេញទៅគៀនអស់ជន់គ្នាហងអីហងហើយនៅតែអាធំមួយលោមកខ្ញុំចេះខ្ញុំក៏ទៅប៉ះក្បាលវាខ្ញុំប៉ះខ្ជូតចឹងខ្ញុំក៏រុញវាចូលទៅចេះខ្ជូតព្រុសអីរុញចេះខ្ញុំក៏ដើរចូលធម្មតាចូលទៅក្នុងផ្ទះហ្នឹងទៅអញ្ចឹងមុនពេលដែលខ្ញុំរៀបចំខ្លួនងូតទឹកមួយអីហើយហ្នឹងខ្ញុំក៏ស្រាប់តែហៀកហើយអាហ្នឹងបើពាក្យចាស់បុរាណគេចង់និយាយថានៅពេលដែលយើងមានគ្រឿងឆ្អែតឆ្អាបនៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងញ៉ាំអាទឹកមុនហ្នឹងវារីកហើយមែនខ្ញុំរីកឡើងខ្មៅទាំងដែលខ្ញុំមួយថ្ងៃវល់ខ្ញុំមិនបានញ៉ាំអីតែពេលរៀកមកឡើងខ្មៅហ្មងតែពេលខ្ញុំរៀកហើយអស់កម្លាំងឡើងសើហ្មងចាញ់ពីកតុបនឹងមកក៏ចូលគាត់មានកតុបគាត់គេងគាត់មានកតុបភ្ញៀវអញ្ចឹងណាអញ្ចឹងខ្ញុំគេងជាមួយពួកម៉ាក់ខ្ញុំដែលហ៊ានមួយគ្នាហ្នឹងណាគាត់ក៏ឡើងខែឡើងអីអញ្ចឹងទៅខ្ញុំក៏រៀបចំបិទទ្វារអស់អញ្ចឹងទៅបិទភ្លើងណាហើយខ្ញុំក៏ឡើងមកគេងអញ្ចឹងទៅគាត់នៅស្ដាំដៃខ្ញុំដដែលលេងអញ្ចឹងខ្ញុំនៅក្បាលខែហើយទ្វារនៅនេះបាទអញ្ចឹងខ្ញុំនៅក្បាលខែឡែងផ្លូវដើរហើយទ្វារនៅនេះអញ្ចឹងគាត់ពួកម៉ាក់ខ្ញុំនៅខាងស្ដាំដៃហ្នឹងគាត់គេងជាប់អញ្ចឹងយល់សពបាទមុនពេលយល់សពហ្នឹងខ្ញុំភ្ញាក់ម្ដងហើយម៉ោង 2 ម៉ោង 3 ភ្ញាក់ហ្នឹងដោយសារឆ្កែព្រុសខ្លាំងព្រុសរហូតដល់ស្រែកដូចគេវាយហ្នឹងហើយរបៀបហើយខ្ញុំក៏មមីមើលចឹងថាអូយថ្លង់ខ្លាំងដេកអត់កើតហ្មងខ្ញុំល្អូអញ្ចឹងតែពេលខ្ញុំភ្ញាក់ហ្នឹងខ្ញុំទាញទូរស័ព្ទមើលមកម៉ោង 3 អញ្ចឹងវាថាទៀតម៉ោង 3 ទៀតអញ្ចឹងណាកន្លែងទូរស័ព្ទចោលក៏ដេកតស្ទើរតែដេកតទៅយល់សពដូចកាលពីម្សិលមិញអញ្ចឹងគឺរូបភាពបែបណាខ្ញុំយល់សពបែបហ្នឹងអញ្ចឹងអានេះខ្ញុំបញ្យល់ឲ្យច្បាស់សិននៅក្នុងធាតុពិតកតុបហ្នឹងមានតែទូ2ទេនៅចុងជើងខ្ញុំពណ៌ខ្មៅផ្ទះរបស់មិត្តភ័ក្តិរបស់បងត្រូវបាទហ្នឹងហើយខ្ញុំកំពុងតែគេងតែគាត់ហ្នឹងអញ្ចឹងធាតុពិតកតុបហ្នឹងមានទូតែ2ទេចុងជើងពណ៌ខ្មៅដល់តែក្នុងយល់សពមានទូពណ៌សមួយទៀតនៅខាងស្ដាំដៃឲ្យខាងឆ្វេងដៃខ្ញុំជាប់ទ្វារហ្នឹងហើយអញ្ចឹងបានថាក្នុងយល់សពលើសទូមួយបាទចាដល់ពេលហើយក្នុងយល់សពហ្នឹងគាត់គោះទ្វារក្រាក់គាត់បើកទ្វារចូលមកដល់គាត់បើកភ្លើងបើកអីខ្ញុំគាត់ថាហើយធ្វើអីណាយើងកំពុងដេកហ្នឹងហើយធ្វើអីណាគាត់ក៏ចូលមកគាត់ថាចេះគាត់ចូលមួយបងប្រុសគាត់ថា
វិញស្ពែជំនាញផ្ទះអញមួយក្នុងយល់សពខ្ញុំហ្នឹងហើយខ្ញុំដោយសារតែខ្ញុំអត់អបិយជំនឿខ្ញុំក៏និយាយបែបជាងឆ្លើយថាអើយធ្វើដូចអញមកលើកទី1អញមកដេកឡើងសឹកឯនេះតែមិនឃើញស្ពែជំនាញផ្ទះខ្ញុំនិយាយចឹងណាទៅពេលហើយពួកម៉ែថាហេស្ពែចោលទៅជំនាញផ្ទះអញកាចចាតែពេលហើយណាឥឡូវជំនាញផ្ទះអញនៅណាគាត់ក៏ចោលទៅទូសល់នៅជាប់ទ្វារហ្នឹងគាត់ចោលទៅលើស្រាប់តែមានខ្ញុំមើលទៅអាសនៈព្រះខ្មៅទៀតខ្ញុំឃើញខ្ញុំឃើញព្រះខ្មៅហ្នឹងហើយណាខ្ញុំធ្វើចាយល់ដូចឲ្យទៅហើយហ្នឹងហើយឲ្យទៅបាទឲ្យទៅចាញ់ងុយដេចាញ់គាត់ក៏ចាញ់ទៅខ្ញុំក៏ដើរទៅបិទទ្វារពឹបដកដៃមកចំហនេះជាបទពិសោធន៍របស់ខ្ញុំចង់ចែករំលែកទៅទស្សនិកជនហើយដូចបងដូចគ្នាបើបងទៅណាហើយបិទទ្វារអត់ចិត្តទេកុំនៅយល់ទោះបីជាក្នុងយល់សពទោះបីជានៅក្នុងរឿងហេតុការណ៍ពិតក៏ដោយគឺកុំនៅបានន័យថាកន្លែងហ្នឹងគេអត់ស្វាគមន៍យើងទេស្រាប់តែក្នុងយល់សពហ្នឹងខ្ញុំបិទទ្វារទៅចំហខ្ញុំក៏ហួចរៀងខ្លាំងជាងនឹងបន្តិចព្យាយាមសេរីកលឹះហ្នឹងណាដកដៃមកចំហទៀតហើយចំហភ្លាមខ្ញុំអស់ការអត់ធ្មត់ខ្ញុំក៏ល្អណាស់ខ្ញុំថាមុនហ្នឹងទៅបត់ជើងហើយបិទចិត្តសោះហ្នឹងថៃហ្នឹងខ្ញុំក៏បើកវាធំហ្នឹងហួចមកទំហឹងដាំងជាប់ស្រាប់តែខ្ញុំដើរមកដល់លើខែគាត់ខ្ញុំអង្គុយពុបទ្វារហ្នឹងលបើកខ្ទប់ជាងមួយដាំងដូចខ្យល់ណាញ៉ាត់ភ័យខ្ញុំថាដេកទ្វារចំហដេកទាំងចឹងបើបិទចិត្តស្រាប់តែគ្រាន់ខ្ញុំដាក់ក្បាលដល់ខ្នើយសង្ងំដេកមានមនុស្សពីក្រៅហូតមកទុងដល់ក្នុងកតុបហ្នឹងហុញពុកហុញមកទំហឹងចង្រៃញាក់ដឹងខ្លួនពុបខ្ទុកខ្លួនខ្ញុំខ្ទាតឡើងដល់អញ្ចឹងបានន័យថាវាសឹងតែប្រឡងពួកម៉ាក់ខ្ញុំអើយស្ដាំដៃនេះទៀតហើយបានខ្ញុំថាមិញយកសោបឯណាយកសោបឯងហើយពួកម៉ាក់ខ្ញុំគាត់ភ្ញាក់ទៀតគាត់ថាឯងកើតអីគេហ្នឹងថៃទៀតអីណាអត់អីទេស្អាតដល់ទៅពេលហើយខ្ញុំក៏មកឡើងទីតាំងខ្ញុំដើមខ្ញុំក៏ព្យាយាមសង្ងំកេងតលឺសលេងអត់មែនយកសោបទេណាចេញពីផ្ទះអញជឹងងាយសលេងមនុស្សចាស់ស្អីជឹងងាយចេញពីផ្ទះអញឥឡូវជឹងងាយខ្ញុំដឹងថាតនជឿហើយចាប់ដើមជឿហើយយល់ហើយខ្ញុំក៏ងើបស្ពះខ្នើយ3ដងហើយខ្ញុំថាគុណបុណ្យជំនាញផ្ទះអើយបើសិនជាឲ្យខ្ញុំចាញ់ឥឡូវដូចឲ្យខ្ញុំទៅស្លាប់ចឹងពីព្រោះអីពេលនេះយប់ស្មាននេះគឺចាញ់ទៅដូចជាឲ្យខ្ញុំទៅផ្ដាច់សង្ហាខ្ញុំចឹងហើយខ្ញុំសូមអនុញ្ញាតនៅផ្ទះនេះមេឃភ្លឺថ្ងៃរះពេលណាខ្ញុំនឹងចាញ់ដោយអត់មានលក្ខខណ្ឌអត់មានការដោះដូរអត់មានលេសអីទាំងអស់ចឹងពេលនោះបច្ចៈគឺម៉ោង3បាទហៀងចលៀបន្តិចហើយព្រោះយើងភ្ញាក់ម្សាម៉ោង3អញ្ចឹងយើងគេងចលៀបន្តិច3ជាងស្រាប់ដល់ទៅពេលហើយពេលដែលខ្ញុំព្យាយាមគេងលើកទី2ហ្នឹងតភាកយកសពតភាកដូចថ្ងៃទី1អញ្ចឹងហើយតភាកហ្នឹងគឺស្ដែងដូចគ្នាអញ្ចឹងរូបភាពអញ្ចឹងអីដូចគ្នាតែយកសពភាកទី2ហ្នឹងបាត់ទូហ្នឹងបាត់ទូដែលមានជំនាញផ្ទះហ្នឹងបាត់ហើយដល់ទៅពេលបាត់អញ្ចឹងទៅយកសពថាពួកម៉ាក់ខ្ញុំដែលគាត់ទៅក្លឹបហ្នឹងគាត់មកលេងផ្ទះហ្នឹងហើយជាទូទៅគឺត្រឡប់ពួកខ្ញុំអញ្ចឹងមែនគឺតែចេញក៏អត់ដេកទេហៅគ្នាមកជុំមួយដល់ភ្លឺបាត់បាយជើងគ្នាអញ្ចឹងគាត់ក៏មកអញ្ចឹងគោះទ្វារកតុបអញ្ចឹងចូលដល់ពេលក្នុងយល់សពហ្នឹងណាខ្ញុំឃើញមិនភ្លឺណាអូភ្លឺហើយហេណាវាអញ្ចឹងណាអូភ្លឺហើយតែពួកម៉ាក់ខ្ញុំចូលមកដល់មានចាំសាច់រឿងថានៅកន្លែងញ៉ាំអីខ្ញុំនិយាយប្រាប់ពួកម៉ាក់ខ្ញុំម្នាក់គាត់សួរខ្ញុំថាហែងកើតអីគេខ្ញុំថាអញយល់សពឃើញខ្ញុំក៏និយាយតភាកឲ្យហ្នឹងថាអូហ្នឹងហើយនៅកន្លែងហាងញ៉ាំអញនិយាយអត់តន់អស់អញយល់សពឃើញហ្នឹងឃើញមនុស្សអត់តន់និយាយពាក្យខ្មៅផងណាពួកគាត់ដែលអង្គុយចុងជើងខ្ញុំហ្នឹងអ្នកខ្លះអង្គុយអត់អង្គុយលើខែហ្នឹងស្រាប់ទូចុងជើងខែ2ហ្នឹងដួលមកហើយទូឈើមិនមែនទូឈើផ្លុំទេណាឈើខ្មែរដឹងស្រាប់អីធ្ងន់ដូចថ្មអញ្ចឹងដួលសកត់គាត់បាក់ដៃបាក់ជើងមកខ្ញុំនេះហ្មងហើយដូចរបៀបគេចង់ប្រាប់ខ្ញុំថាអត់ឲ្យខ្ញុំនិយាយទេព្រោះខ្ញុំក្នុងយល់សពខ្ញុំរហនិយាយអញយល់សពឃើញមនុស្សរៀបចេញខ្មៅវាអត់ចេញសកត់ពុបបាក់ដៃបាក់ជើងហើយខ្ញុំភ័យបដ ாய் ខ្ញុំភ័យបច្ចៈមិនមែនយល់សពទេដងនេះយើងឃើញបែបនេះគឺក្នុងយល់សពទេហ្នឹងហើយបានគ្រាន់តែតភាកពីមុនយល់សពថាពួកគាត់មកលេងផ្ទះហ្នឹងដល់ទៅពេលហើយខ្ញុំ
សេកហើយខ្ញុំឡើងអង្គុយសេកញ័រអញ្ចឹងណាដល់ទៅពេលអត់ដឹងខ្លួនទេពួកម៉ាក់ខ្ញុំនេះដាស់ខ្ញុំទៀតដាស់ខ្ញុំណែអញមិនឃើញខ្លួនអញអង្គុយប៉ិតអញ្ចឹងចេះហើយសេកកធាក់ខ្លួនទៅអញ្ចឹងចេះអូយក៏យសពសាហាវម៉ែពីវាថាវាតភាកហើយវាស្ដែងពេកអញ្ចឹងណាយើងឃើញទស្សនវិជ្ជាក្នុងផ្ទះហ្នឹងមនុស្សនៅស្ដាំដៃយើងនឹងឃើញតដែរអញ្ចឹងណាស្រាប់តែពេលហើយខ្ញុំអើទៅមើលចុងប្អូនចុងជើងក៏ឃើញថាថ្ងៃរះពំវាមិនភ្លឺហ្មងភ្លឺរៀងក្រហមថាអូយល់ហើយយកមិញយើងសន្យាមួយគេថាថ្ងៃរះពេលណាយើងត្រូវតែចាញ់អញ្ចឹងខ្ញុំក៏ដឹងថាអូអញសន្យាមួយគេហើយអញអត់អាចនៅទៀតទេខ្ញុំក៏ថាខ្ញុំក៏ដាស់ពួកម៉ាក់ថាហេអត់ដេកតឯងមកព្រោះធ្លាប់តែទៅគេងផ្ទះពួកម៉ាក់អញ្ចឹងនៅដល់ថ្ងៃមិន10អីមកមិន10អីសាប់សានហ្នឹងមកមិនតាន់6ស្រួលបួងហ្នឹងថាអេងើបមកមិនបាច់ដោះថ្មិញដោះអីឲ្យស្លៀកពាក់មកចាញ់ទៅហ្មងហើយមិនបាច់ចាំគេជូនទេចាញ់មកទៅផ្ទះយើងវិញអត់កោទេអញយល់សតល្អហើយមានរឿងហើយស្រាប់គាត់នេះអត់ព្រមចាញ់ទេគាត់ក្រាញនាលថាប្រាប់អញសិនយល់កើតអីគេខ្ញុំក៏និយាយតាំងពីថ្ងៃទី1ដែលខ្ញុំយល់សពឃើញថាគាត់គ្រូអ្នកចរាចរណ៍រហូតដល់យប់រហូតដល់និយាយទៅហៀបទាំងអស់សាច់រឿងសាដើមទាំងអស់រហូតដល់អាពេលដែលខ្ញុំជិះម៉ូតូមេឃភ្លៀងនេះគាត់ឈប់ម៉ូតូប្រហែល5-6វិនាទីនេះស្រាប់និយាយដល់ប៉ុណ្ណឹងគាត់យំបដ ாய் គាត់យំខ្លាំងយំមិនធម្មតាណាយំរបៀបហ្មងណាខ្ញុំក៏រៀងហួចថាចេះអីអញអ្នកឃើញអញមិនភ័យដល់ថ្នាក់ហ្នឹងហោះអញក៏ភ័យដល់ថ្នាក់យំហ្មងគាត់ថាអត់ទេអញឃើញណាហ៎អញឃើញអីគេពេលអញឈប់ម៉ូតូហ្នឹងអញឃើញមនុស្សអង្គុយនៅកណ្ដាលខ្នល់ហ្នឹងអញ្ចឹងបានន័យថាគាត់មាននិស្ស័យឃើញតែខ្ញុំអត់មាននិស្ស័យឃើញទេខ្ញុំបានត្រឹមតែឃើញក្នុងយល់សពដល់ពេលគាត់ឃើញស្ដែងគាត់ថាពេលដែលជិះម៉ូតូហ្នឹងស្រាប់តែភ្នែកម៉ូតូមកព្រាកមកវាក់ទៅគាត់ឃើញមនុស្សអង្គុយនៅកណ្ដាលខ្នល់ហ្នឹងបានគាត់ស្កប់ហ្នឹងហើយមនុស្សហ្នឹងដូចស្មោមអញ្ចឹងវាក្អាលដាច់រយៃហើយចាស់ខ្លាំងទ្រោមក្បាលអោនចិត្តដល់ខ្នល់អញ្ចឹងហើយអង្គុយពេនភ្នែននៅកណ្ដាលខ្នល់ហើយដល់ពេលហើយគាត់ថាអូយឃើញច្បាស់ហើយឡើងអកស្រូវតតែហែងកេះអញថាឲ្យទៅហ្នឹងបានដូចថាភាសាទៅបាត់អញ្ចឹងណាហើយខ្ញុំថាដល់ពេលខ្ញុំដឹងថាគាត់ឃើញស្ដែងចុះនេះមិនយល់សពណាបើគាត់ឃើញស្ដែងនឹងភ្នែកដល់គាត់យំណាអូទៅបានតោះមិនបកស្រាយទេតោះយើងនាំនេះចេញពីផ្ទះហ្នឹងហ្មងបាទគាត់ហ្នឹងក៏លញញ័រខ្ញុំនេះក៏លញញ័រវិចឆ្លៀកពាក់តន់ត្រូវជ្រុងជ្រោយហងរៀបចេញទៅស្ងាត់ហ្នឹងស្រាប់ម្ចាស់ផ្ទះគេភ្ញាក់ពួកម៉ាក់ស្រីខ្ញុំហ្នឹងគាត់ភ្ញាក់គាត់ថាហេអញបញ្ញាប់ទៅណាដេកសិនទៅចាំថ្ងៃខ្ញុំចាញ់អញបញ្ញាប់ទៅណាថាអត់ទេអញអត់ស្រួលខ្លួនញ៉ាប់ចាញ់អីឥឡូវចាំបន្តិចចាំអញជូនថាអត់ទេបាច់ជូនអញនិយាយចឹងណាហើយថៃហ្នឹងវាក៏ខាត់ខ្ញុំនិយាយទៀតណាអញយល់សពចេះឃើញជំនាញផ្ទះឃើញអីចេះគេដេញហើយអត់ស្រួលទេអត់ល្អអីចឹងណាគាត់ថាហែងកំកិតច្រើនពេកប៉ុន្តែអ្វីដែលខ្ញុំភ្ញាក់ហ្នឹងគឺរ៉ូបដែលគាត់ស្លៀកហ្នឹងគឺរ៉ូបខ្ញុំឃើញគាត់ក្នុងយល់សពហ្នឹងតែធៀបពិតយកមិញគាត់បានមកហៅខ្ញុំតែអារ៉ូបគាត់ពងស្លៀកហ្នឹងគឺក្នុងយល់សពហ្នឹងដែលឃើញថាគាត់មកដាស់ខ្ញុំហ្នឹងហើយខ្ញុំក៏ភ្ញាក់ខ្ញុំថាអត់ទេអញទៅហើយស្ដែងណាសំបីតារ៉ូបហែងនេះវាស្ដែងពេកស្បីរ៉ូបហែងស្លៀកនេះអញមិនដឹងហែងមុនដេករ៉ូបស្លៀករ៉ូបស្អីគេឥឡូវរ៉ូបហែងស្លៀកនេះអញឃើញក្នុងយល់សពហ្នឹងបាទពេលថាទៅស្រួលអញ្ចឹងតែយកមិញឆ្កែអញងាប់ខ្ញុំនិយាយថាឆ្កែងាប់ឆ្កែអញងាប់មួយយកមិញខ្ញុំសួរបច្ចេកណាងាប់ឆ្កែមួយណាអាធំជាងគេអាមួយដែលខ្ញុំប៉ះបាទថាអាធំហ្នឹងអាធំអាពណ៌សបល់3ហ្នឹងពណ៌កាហ្វេទៅដោះកូនហ្នឹងហើយងាប់ថៃបានងាប់វាឈឺមួយថ្ងៃដែរហើយប៉ុន្តែយកមិញងាប់ដល់អាណាវាយវាដល់អាណាសំពងនឹងបំណងអញ្ចឹងសេកវ៉ាហ្នឹងហាក់លឺឯងអាលឺពីយប់ខ្ញុំភ្ញាក់បាទហើយងាប់បាត់អីចឹងងាប់បាត់អីខ្ញុំថាបាច់បកស្រាយចាញ់ហ្មងចាញ់ពីផ្ទះនឹងឡើងលឿនហ្មងគ្រាន់ថាមុនខ្ញុំចាញ់ខ្ញុំចង់ច្បាស់ទៀតខ្ញុំសួរថាឥឡូវសួរបញ្ជាក់ច្បាស់ចុងក្រោយថាចេះក្នុងកតុបហ្នឹងណាមានទូតែ2ឯងតែកាលពីមុនមានទូពសមួយអត់គាត់ថាអត់ដឹងទេទៅសួរម៉ែអញមើលតែខ្ញុំទៅសួរម៉ាក់គាត់ចិត្តហ្នឹងគាត់ថាទូច្រើនណាតែមានទូពសមួយមានតែយកចាញ់បាត់ហើយចឹងបានន័យថាក្នុងយល់សពខ្ញុំពិតជាស្ដែងមែនទាំងដែលធៀបពិតយកមានឃើញទូហ្នឹងឯណាតែក្នុងយល់សពយើងពិតជាឃើញទូពសដែលគេដកចេញនឹងបាត់មែនហើយខ្ញុំក៏ចេញពីផ្ទះគាត់ចិត្តផ្ទះខ្ញុំដែរប្រហែលជា7 គីឡូដីខ្ញុំមិនមានជី pass app មិនមានហៅអីមកជីទាំងអស់
cứ đào tam là bọn sẽ dạo te cái đào tọt đỏ te cứ chọc đam khla chạy đâu pe nhung tọt đỏ te nhung bắt hiền lao tơ lơ cả tục nhung kênh tế nhung phẹt mạ nhung cầu có tha ôi hay đồ vừa bị bết hay đồ vừa bị tê lao tọt đê tơ nhung có tha tới mạ nhung lấy hiền lao te thằng lọp tai pe pa mà ở nơi nhung nơi te mà chung mà nè anh bán là hồ đo lử đo thằng nào lao lừa cả tục luôn anh đi lao mà nhưng mà hiền lao cót có tha tơ ơi hãy chất nom nhung từ chụp khủ chẳng cót có sự liệu bẹ do nhung từ chụp khủ từng ngày hai nhung admin ban nhâm ấy tặng cứ ở vậy còn nhà mặt trầu này cứ luôn nhung nho chẳng tại đó khủ cái lạnh khủ nó cái miền asana ấy tới còn cối to ở chẳng nó miền trường thụ miền ấy chẳng từ hai ở đời xa tại nhung sao chưa hưởng ở bây chừng nữa rồi cô hưởng ông được ấy chẳng tới nhưng tầng cuối nhung chưa ngon chứ khơi còn mơ cái môn chẳng nó bảo cái tê hay đôi lùa vừa chứ đôi chọn đi chứ bà là việc dân nơi tầm mơ nghe dân á dân nơi tờ là việc bầm mạt đó bao cái ấy sao đợi tập pe hái có đo ven nhung trôi tầng côi bọt trơn chật khủ đứng tới con pen phèn trắng á con thang mà hỏi chứ mạng nhung côi khỏi cái non nhung che con thang côn nhung che thật khơi ấy ọt lõ hay ọt toàn man vậy ấy vậy bán tập phần đừng thì khủ nó con có chập khủng có ba nhung nó đo đo ọt mỏng á dù chập con chia dâm mơ khỏi cái non nhung trắng tao con hồn tiệp khăng hay nhung mà sẽ tu đái đợi tập pe hết con nhẹ hết con hồn nhung lần cái tiền hồn nhung tao khỏi với hồn có ba nhung chân nha hai con thôi đái hay lùi tao con nhẹ thằng óc này hai nhung con chơi hay về học dân tới dân ngợp chơi nhưng trong anh hồn nhung khăng nhung hồn nhung lần trong đạch nghe nó khỏi chơi còn mặt ta giờ miền ta có ba lót luôn này họ tao đọc bằng bảy ngày chiều sau tập đi ngày tiết côn nâng bơ mình slap đời xa tại chụp lúc nào có bọn ba tế có khơi viên mà xa tiết nó keng lua off lắm đặt cái tròn ngọt hỡi mà nhung thấy hả mấy ban thằng mà tao không nhung mày trắng á đôi thanh nhúng của chúng nó đây bọn mình ban thơi này nè sao giờ đây thua ấy sao nè họ tao plei ngặt plei cay đầy lồ đo tập pe chẳng tới nhung có sao mãi á nơi cay đầy lâu còn nó khơi đo pe đài miên mùi nắng môn pe cao hai đau tí từ bồn nắng mà đừng nhóm lục bước đầy hơi nhưng mà xa đau hạt prang chẳng pe đau tam plei những thứ mình đầy lô mình theo là đợi chẳng nó ao tại nhóm khơi cá như bà chai đòn ấy tới giờ tụi miên đầy lô nó cay plei nó cái miên tròn cái nạt cái hòm nó lại đau bal tập prang nó hay khang khổm nó sắt tập bài xây sắt tập trên miệng te sắt tập ấy cái cô trao ta nặng trắng á nhúng plo mà lộn hình nặng cho ta khang không đầy lô nó bay ca rẻ có ca rẻ cây hai ca dương cron bay ca bay bồn bay tiền nó ngày ca nó bay ca nó là mà thong do mà đạn không té do lao được cái tục đấy đạn lên các bạn thằng này đôi tập bay hói có tha họ tao tam plei ngắt plei cay hai tao mà vui nè mình mền tâm ngày nắng ấy nè có đây lục hủ nó có đây oi mạng nhung nó lần mạng nhung dùng có đây mạng nhung khăng tha mấy bạn thơ mà đai ở poke ní lừng ngùng cố thở ạ mà nữa ní mình bơi ở nhung cạn muối á mình không mau thôi mà đai video là cái này sâu đặc cài video là cái này bảy xa ngày rất là giờ nữa chứ có tha nè mà đai ở poke mấy lừng ngùng chẳng bằng ngày nè bong phỏ bong sấy anh rồi xây khu cô nó đau cho te bong phỏ bong sấy mơ cô nó khơi cầm áng bên ta co đau cho ban đây tham mà đau bốc miên sắt đăng môn miên nhiên đăng môn ở vậy tặng hai đấy ban nó che sầm co rồi chứ sẽ ta hai mãi nhưng con là nhìn lộn tụi này còn tha che nâng ấy mà dẫn con chịu sao khổ con che ta chịu sao tha sóc cái do con ta cho đã không lù khỏi mà tiết con chịu sao tha miên kê nó sang không mau nó đặt có ba nó do ta đã trong trường quạt chọc mùi cái tê cái hòm á dẹp cụ của ta câu nó đặt có ba nó bong sấy như sắp khơi những câu nó mẹ để khơi nhỉ hai câu nó sao pin ngay chứ đấy đi mau ngay đi trong dư pe luôn mà này ta bật túc ta mà ngày tiết còn bên đây chui nhưng bán này nâng này đôi tập pe hết mãi nhưng có ngon không mà ná nó pe để nhung dày trắng này thằng óc này có đôi chữ bón còn ngon thằng trâu te mệt bán trên điện té giống miền con mai giống miền bột húm của miền tập mãi có ngon sao ta hai đấy mình trâu te bán te giống miền thằng
អ្នកតាការពេលតែមានទាំងអស់ចាប់គាត់ក៏បិទភ្នែកទៅចឹងទៅទូគាត់បើកភ្នែកមិនគាត់ស្ដីម៉ាក់ខ្ញុំលើសដើម ស្ដីឲ្យថ្មីទៅ គាត់ស្ដីខ្លាំងហ្មងថាមិនបានធ្វើយកប្រភូមិដាក់ក្រៅលបងទេហើយប្រភូមិខ្ញុំនឹងរើពីក្នុងផ្ទះដាក់ទៅក្រៅលបងទេហើយបងឯងដែរឃើញអត់ដែរមានប្រវត្តិអ្នកណាដែលយកប្រភូមិដាក់ក្រៅលបងទេហ្នឹង បាទ ហើយម៉ាក់ខ្ញុំហ្នឹងក៏ថាអូការហ្នឹងជឿតាមអ្នករស់ស៊ីគ្នាឯងតាមគេខូចគេល្បិចគេខូចគេធ្វើស៊ីយើងគេឲ្យយើងរើចេញទៅក្រៅគាត់ថាចាគាត់មើលមិនសាទៀតគាត់ដូចថាគាត់ហួសចិត្តខ្លាំងណាស់គាត់ថាហេតុអីមិនធ្វើយកប្រភូមិដាក់ក្រៅលបងទេព្រះភូមិនេះមិនមែនមើលផ្ទះនេះទេមើលខ្នល់ បាទ ហួសក្រៅលបងផ្ទះហ្នឹង បាទ ហើយក្នុងផ្ទះហ្នឹងមិនមែនមានតាមរតយើងហ្នឹងមួយទេមានខ្មោចអនាថារាប់រយរាប់ក្បាលនៅក្នុងផ្ទះហ្នឹងគ្រប់ជាន់ថ្នាក់គ្រប់បន្ទប់គ្រប់កន្លែងទាំងអស់អញ្ចឹងផ្ទះហ្នឹងគឺហុងស៊ុយល្អហុងស៊ុយបើនិយាយពីថាសយមកទំហឹងហ្មងណាហើយគាត់ថានេះហេងណាបើសិនជាមានមនុស្សមានកំណត់អាក្រក់យកអំពើអំព័ន្ធទៅសៀតនៅប្រភូមិដែលមុខរបងផ្ទះហ្នឹងផ្ទះខ្ញុំហ្នឹងបើមិនមានចៅចូលប្លន់ស្លាប់មួយផ្ទះទេក៏ត្រូវឆេះផ្ទះហ្នឹងស្លាប់ទាំងអស់ពីព្រោះអីខ្មោចគេចាំអស់ហើយខ្មោចគេចាំកន្លែងគេអស់ហើយគេចាំយកហើយគ្រាន់តែថាអ្វីដែលមកតោងខ្ញុំនេះគឺសាហាវជាងគេបានថាវាអត់ចាំទេវាអត់ចាំឱកាសទេវាត្រូវទៅយកហើយគាត់ថាតោងខ្ញុំ10ថ្ងៃជាងមកនេះក្នុងខ្លួនខ្ញុំនេះមកអង្គុយហ្នឹងអត់មានបលឹងសឹបអីតែមួយសល់តែសបកឯងកូនហ្នឹងកុំថាឡើយដល់ជួបគ្រោះថ្នាក់ចរាចរណ៍ក្បត់ក្បាលតែគេលេងបញ្ញាក់គាត់ក៏គាត់កាំងដាច់ខ្យល់ស្លាប់ដែរព្រោះអត់មានបលឹងនៅសល់ទេខ្លួនញ័រធាក់ហើយគាត់ថានេះហេងនេះបាននៅចិត្តគេចិត្តឯង24ម៉ោងពេញអញ្ចឹងរិស័យគេយឹតយោងអញ្ចឹងបាទខ្ញុំចង់បើកមុខចប់មួយថានឹងជាមូលហេតុដែលខ្ញុំហេងថាខ្ញុំបានពួកម៉ាក់ខ្ញុំទៅរៀនមួយគ្នាគឺគាត់នៅមួយខ្ញុំសឹងតែ24ម៉ោងមែនហើយលើកទី1ដែលរតយើនឹងចង់គម្រាមខ្ញុំនឹងគឺចង់ផ្ដាច់ខ្ញុំពីពួកម៉ាក់ខ្ញុំនឹងឯងដែលចោលឃើញថាបើសិនជាខ្ញុំនៅតែបន្តនឹងមួយគាត់ទៀតគឺនឹងធ្វើឲ្យមានគ្រោះថ្នាក់ស្លាប់ម្នាក់នេះវិញដែលឲ្យខ្ញុំឃើញក្នុងយុសពហ្នឹងណាតែវាហេងដែរថាយើងចិត្តតែចេញពីមួយកន្លែងទៅជួបអ្នកនេះចេញពីមួយកន្លែងជួបនេះយកដែរនៅម្នាក់ឯងអញ្ចឹងណាគាត់ថាហេងណាកុំអីត្រូវជួបគ្រោះក្បត់ក្បាលហើយអត់តន់ត្រូវធ្វើកិច្ចកូននឹងមុនទេកូននឹងបានតែមកស្រោចទឹកទេតែត្រូវលើកប្រភូមិចូលក្នុងផ្ទះនឹងវិញយ៉ាងលឿនបំផុតហើយសែនឲ្យគេវិញពីព្រោះក្នុងផ្ទះហ្នឹងអាប់ប្រមាំងគោលណាស់បើហេះតែបន្តិចគឺស្លាប់ទាំងអស់គ្មានមួយណារួចផ្ទះហ្នឹងទេកន្លែងហ្នឹងតើលោកគ្រូដែលគាត់មានវិជ្ជាខ្ពស់ហ្នឹងគាត់មានបានជំរាបមកថាមានប្រភពមានអ្នកតាមានជំនាញផ្ទះមានដូនតាដោយឡែកបញ្ហាដែលបានជួបផ្ទះនេះគឺប្រភពនៅតែក្រៅផ្ទះចុះជំនាញផ្ទះអីទៀតដល់បើសិនជាតាមគាត់បាននិយាយតាមគាត់បកស្រាយហ្មងគឺប្រភពបើនិយាយពីរដ្ឋអំណាចរបស់គាត់គឺគាត់ការពារផ្ទះយើងពីអមនុស្សចង្រៃហ្នឹងហើយតែបើផ្នែកជំនាញផ្ទះម្ចាស់តាំងចាស់អីគាត់តែជួយថែរក្សាជួយមើលថែរក្សាឲ្យយើងហ្នឹងមានភាពកក់ក្ដៅលោកល្អឿនការងាររកស៊ីហ្នឹងហើយអត់មានការបែងចែកខុសឬក៏ត្រូវបន្តស្អីគ្រឿងទៀតបងបាទអញ្ចឹងនៅពេលដែលអញ្ចឹងក៏អត់បានអត់ទាន់បានធ្វើកិច្ចខ្ញុំនឹងជាស្អីទេបានត្រឹមតែមកស្រោចទឹកឲ្យខ្ញុំស្វាងដូចថាហៅប្រឡឹងហៅឲ្យខ្ញុំចូលមកវិញអញ្ចឹងណាហើយក៏ម៉ាក់ខ្ញុំហ្នឹងក៏ស្រោចរៀបចំពិធីលើកប្រភពនឹងចូលវិញភ្លាមៗមកលើកចូលវិញអញ្ចឹងក៏រើសថ្ងៃខ្ញុំសែនពេណាសែនពេហ្នឹងសែនទៅមុខផ្ទះសែនពេថ្ងៃលិចហ្នឹងក៏សែនចេញទៅអញ្ចឹងសាច់រឿងហ្នឹងគឺតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំចង់ឲ្យយល់ថាពីមនុស្សម្នាក់ដែរអត់ជឿសោះហើយខ្ញុំអត់ជឿមិនធម្មតាណាសែនកងម៉ាសែនភ្នោសែនចូលឆ្នាំចិនបនជុំទៅវត្តខ្ញុំដែរឲ្យធុកបាទម្ដងខ្ញុំដែរឲ្យគឺពីមនុស្សដែលមិនជឿសោះរហូតដល់ជឿហើយដឹងហ្មងថាក្នុងចក្រវាលរបស់យើងនេះបាទគឺមានអមនុស្សគ្រប់ទីកន្លែងបាទអូខេនេះគឺជាសាច់រឿងទី1តើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរយល់យ៉ាងណាដែរចំពោះសាច់រឿងទី1រយៈពេលតាំងពីបើករហូតមកដល់នេះប្រហែលជា7 1ម៉ោងឬក៏1ម៉ោងត្រឹមពិតជាប្រកែបកស្រាយពិតជាលំអិនមែនតើដល់សោះ3រឿងទៀតបងប្អូនដល់នេះដល់ឡែកយើងវិភាគទៅសាច់រឿងដំបូងខ្ញុំគិតថាប្រហែលជាការត្រជាក់បើមិនសិនត្រជាក់ទើបបងមានអារម្មណ៍ថាត្រជាក់បែបហ្នឹងប៉ុន្តែក៏មានហេតុការណ៍ជាច្រើនដែលខ្ញុំបានឮបានដឹងពីប្រិយមិត្តជាច្រើនគាត់ពិតជាទទួលអារម្មណ៍ថាសម្ពាធខុសធម្មតាបរិយាកាសនៅក្នុងបន្ទប់ហ្នឹងក៏ខុសធម្មតាដែរហើយខ្ញុំគិតថាចំណុចទី1ដើមហេតុ
ការផ្លាស់ប្រភព ផ្លាស់បាយសីគេ ផ្លាស់បាយសីផ្លាស់អីនេះហើយអូខ្ញុំទៅសើហ្មងដោយដឹងខ្លួនឬមិនដឹងខ្លួនសូមបងប្អូនទាំងអស់មេត្តាប្រយ័ត្នអ្វីដែលគួរឲ្យចំណាំដែលបងវិញបានលើកឡើងគឺងាយស្រួលមែនទែនដើមឈើដែលមានកណាត់ក្រហមចង បាទ តាមក្បួនច្រើនណាស់មានក្បួនចិនក្បួនខ្មែរក្បួនណាក៏ដោយភាគច្រើនបើដើមឈើនឹងមានបញ្ហាឬក៏កន្លែងនឹងវាក្តៅគេថាម៉េចវាច្រើនពេក បាទ គេយកកណាត់ក្រហមទៅចងហើយ ព្រោះបើសិនជាដូចអ្វីដែលខ្ញុំឃើញពីម្ដិតទៅយើងហ្នឹងគឺទៀតប៉ាត់ភ្នែករបស់គាត់ក្រហមជួមែនគឺរបៀបថាមានអ្នកគេចងអាគុំគាត់ឬក៏ចងគាត់នៅណាមួយអញ្ចឹង បាទ ហ្នឹងហើយ ហើយដោយសារតែបងប្រមាថវាជាឱកាសមួយដែលគេហក់តោងយើង បាទចំរិស័យយើងនឹងទៀបដែរ បាទអញ្ចឹងត្រង់ចំណុចនេះហើយដែលប្រយ័ត្នហើយដដែលបងវិនបាននិយាយមានការក្បោះក្បាយល្អហើយចំណុចដែលសំខាន់បំផុតប្រភពមិនដែលនៅពីក្រៅផ្ទះទេបងប្អូនប្រភពបងប្អូនអាចអានេះខ្ញុំដឹងពីគ្រូឯណាប្រភពបែងចែកចេញជាពីរណា បាទ បើប្រភពបែរចូលផ្ទះប្រភពទេវតា បាទ ប្រភពបែរទៅថ្នល់មិនមែនប្រភពទេវតាទេ បាទ បាទអាហ្នឹងបញ្ជាក់ឲ្យខៃលោបងប្អូនឃើញប្រភពបែរទៅក្រៅជិះតាមផ្លូវអីឃើញប្រភពបែរទៅក្រៅប្រភពនោះឯងគឺគេធ្វើសម្រាប់អ្នកណាមួយប៉ុណ្្នឹងឯងដាក់នៅហ្នឹងឬក៏បើមើលផ្លូវនេះគឺជាការដាស់តឿនថាប្រយ័ត្នប្រយែងដល់កន្លែងហ្នឹងឲ្យប្រយ័ត្នប្រយែងបាទទៅប៉ុណ្្នឹងឯង ខ្ញុំសុំកាត់មួយដោយសារតែមានអ្នកដែលទស្សនិកជនខ្លះគាត់ឆ្ងល់ថាអូចុះខ្ញុំផ្ទះល្វែងខ្ញុំដាក់ប្រភពនៅណាអាហ្នឹងខ្ញុំបើសិនជាតាមការបកស្រាយរបស់លោកគ្រូដូចគ្នាថាបើចំពោះផ្ទះល្វែងដែលគាត់បើកមកទ្វារហ្មងទ្វារចូលដល់ក្នុងផ្ទះហ្មងអញ្ចឹងគាត់អាចដាក់ប្រភពនឹងបានដោយសែនបញ្ជាក់ប្រាប់លេខផ្ទះលេខអីចឹងណាបានថាយើងផ្ទះនេះគឺសែនប្រភពអញ្ចឹងបានថាគាត់អាចដាក់ទៅក្រៅបាន បាទ ប៉ុន្តែបើករណីដែលថាផ្ទះល្វែងតែល្វែងលបងដដែលណាលបងហើយមានកន្លែងចតឡានអញ្ចឹងបានន័យថាវាស្តៀងនឹងផ្ទះខ្ញុំអញ្ចឹងគឺអត់អាចដាក់ទៅក្រៅលបងបាន បាទ គឺត្រូវតែនៅក្នុងផ្ទះត្រូវតែនៅក្នុងលបង អូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានមេរៀននៅក្នុងសាច់រឿងរយៈពេល1ម៉ោងជាសាច់រឿងទី1នេះអញ្ចឹងនេះជាសាច់រឿងទី1អធិស្ឋានបងបើសិនជាអាចបងអាចខែងលោបងប្អូនមួយចំនួនព្រោះបងប្អូនប្រហែលជាធ្លាប់ឮខ្មោចព្រាយអូយើងអាចសម័យឃើញភ្លាមប៉ុន្តែនៅពេលដែលឮពាក្យមរិទ្ធយើប្រមាថយើពិបាកក្នុងការសម័យមកធំរូបរាងខ្មៅក្រឹបអលងតែមានឆ្នូតមួយពណ៌ក្រហមនៅភ្នែកតែបងអាចរៀបរាប់លំអិតជាងហ្នឹងដែលអាចឲ្យពួកខ្ញុំសម័យឃើញមកថាមុខមាត់របៀបម៉េចទៅនិយាយទៅដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងសម្រាប់ខ្ញុំហ្មងខ្ញុំមើលរឿងឥឡូវនេះគឺខ្ញុំនៅបន្តមើលរឿងខ្មោចដែរ បាទ ហើយរហូតដល់អាយុខ្ញុំវា30ឆ្នាំជាងណាយើងថាយើងមើលរឿងបានមិនក្រោម100រឿងខ្មោចទេ បាទ ខ្ញុំអត់ដែរឃើញសភាវៈអ្វីដែលអាក្រក់ស្មើនឹងអ្វីដែលខ្ញុំឃើញថាមរិទ្ធទៅគឺអាក្រក់មុខវាមិនអាក្រក់ខ្ពើមទេណាតែអាក្រក់បែបគួរឲ្យខ្លាចយើងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថាលោកគ្រូគាត់បញ្ជាក់អញ្ចឹងថាបើសិនជាដល់ថ្ងៃទោះបីជាខ្ញុំអត់ជួបគ្រោះថ្នាក់ត្រូវក្បត់ក្បាលឃើញវាតែម្សិលទៀតនៅក្នុងយល់សពនោះខ្ញុំគាំងដាច់ខ្យល់ស្លាប់ដែរហើយទៀតពិតមិនបាច់គ្រូនិយាយទេគឺខ្ញុំដឹងហ្មងថាខ្ញុំអត់អាចឃើញម្ដងទៀតអត់អាចទេ បាទ ហើយទៀតពិតខ្ញុំបកកែគូសគ្រូកា បាទ ខ្ញុំគូសដូច បាទ ប៉ុន្តែគ្រាន់តែខ្ញុំអត់ហ៊ានគូសមកបង្ហាញទស្សនិកជនដូចជាបងដោយសារតែវាដូចជាដឹកអារូបភាពនឹងឡើងមកវិញអញ្ចឹងណាហើយជាទូទៅគឺអ្នកទាំងអស់គ្នាច្បាស់ជាកម្រលឺពីមរិទ្ធយើងហ្នឹងណាកម្រលឺព្រោះអីបើសម្រាប់ខ្ញុំបើនិយាយគាត់ស្ដាប់គឺយាអូនដាក់សយចង្រៃហ្មង បាទឆ្នោតធំបាទ ឆ្នោតធំចាប់ចំឆ្នោតធំហើយខ្ញុំអាចនិយាយបានថានៅពេលដែលខ្ញុំឃើញរបស់នឹងហើយខ្ញុំសឹងតែចេះពេលអ្នកដែលឃើញខ្មោចឬក៏ឃើញព្រាយអីខ្ញុំសឹងតែដល់ថាធម្មតាកុំខ្លាចអីធម្មតាទេខ្ញុំឃើញអា version អាបែបផែនដែលសាហាវជាងនឹង បាទ បាទ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយបើសិនជាបងដៅកំពុងតែទស្សនានៅអេពីសូតមួយនេះបងដៅនេះគឺជាសំណួរនឹងខ្ញុំនឹងចោទសួរទៅបងថាមរិទ្ធទៅយើងមានរិទ្ធបែបណាដោយឡែកបងអាចបញ្ជាក់ពីទំហំក្បាលដែលបងអាចធ្វើជាដៃបានទំហំក្បាលទំហំគ្រាប់ភ្នែកទំហំមាត់របៀបម៉េចបងអាចធ្វើឲ្យខ្ញុំសម័យឃើញច្បាស់ជាងនឹងតិចទៀត ចាំមើលបើសិនជាយើងនិយាយទៅដូចជារូបសំណាកដែលគេកាត់សល់តែក្បាលអញ្ចឹងបើថាមានកតែប្រវែងប៉ុណ្្នេះអីទេហើយក្បាលសំណាកប្រភេទណាប្រភេទគេធ្វើប្រភេទធំអត់ទេក្បាលហ្នឹងប្រហែលជាទំហំប៉ុណ្្នេះ និយាយទៅធំជាងក្បាលមនុស្ស ធំជាងក្បាលមនុស្សយើងតិចទេប៉ុន្តែតម្រង់វែង ដូចពងកពើតែវែង បាទតម្រង់រៀងវែងចាបើយើងមើលណាប៉ុណ្្នឹងអញ្ចឹងហើយអូខេភ្នែកមិនមែនជាភ្នែកលៀនអីទេតែភ្នែកខោងទៅក្នុងតែមានគ្រាប់ភ្នែកមានហើយភ្នែកហ្នឹងមុត
vậy tức mình nữa nó cứ này một mỏng nhưng anh vậy ban thay trẻ nhưng mà đây khơi chụp hiệu vẽ có dương mơ rương mơ để phân này một đó thằng nạn đó vậy trẻ phân cả sai phân này để mơ mơ dương trong mơ trong mỏng hai cả sai phân này nó cứ miên tâm mà dạng ấy tha rốt đó đôi trong phải tha rốt ở heo chứ chẳng bởi vậy vì ca khôn rồi bỏ quả phân này người nắng đôi phía chấn chôn bò tê mà chôn uốn cho một vé nhé bài so ấy ăn miên khăn nơi này đôi giờ về khôn chôn nồng tái nó khôn khăn như năng tiền khôn đôi mà được cha hai chữ bài chiêu chuối phọt ngốc hai mọt thông kháng đạp về hai sủi anh ấy mọt thông kháng đo rồng vẹt thì chị miên thì chị ấy được mình đây không thoát mà đa đôi mà được chân bàn tay còn tha tầm rồng một quạt nó cứ bi trô là dập hiệu vẹt đôi bảy xa chân hai nhôm nằng bắt đầu hụt hai loại bón trong bông đã bán hai sân điện á ta bữa sinh chỉ là thằng Orkney để cột clad ấy cứ lên chạy nhom ưu tiên họ tha tao viết hạ hai chục mùi nâng sẹp bia vẽ than nở rũa rồi bỏ rương bỏ tè nhưng cái tha sân điện bị phù đời xa tại nhom thọ khơi mơ hưởng mua để bong score chẳng đôi hưởng Annabelle đó bà mùi tiệt Insidious năng ngày cứ sân điện pi sập bia vẽ nằng còn đoan tay ở vậy để kho nắng tim mũi cứ nó không hưởng cứ ắt không ai cứ đập chân tế hiện po bọc hai tại ní cứ không ai mỏng không ai completely không ai mỏng hai ở môi bên tiết cái sai phân này có cài đỏ vậy điểm khơi bởi vậy bị hiệp cài để bong từ tua bàn vì ai phải đối cho mùi nâng cái sai phân này cài là việc nhung khăng bằng ai trong xí sai bằng ai nhỉ rồi còn lừa nâng tham tiền ở đây lừa nâng bị phổ ban này tha bờ đời xa tại nhung cái thạch trẻ mà được tầng nhóm tầng này tầng ở này tầng bóng cho ba chỉ ở trong từ tour square cái sai phân này này phổ nhung anh vậy mà cứ chia cái sai phân này để cây mơ nhưng hay cứ chỉ ngày ao cái sàn bao nhiêu cứ cái sai phân này môi để ca cho hai mình tên đôi nhung vậy chẳng cứ mơ mới do là biểu tha rút hành như rút đó hành như rút đây hụt chứ hay bản đo thế này nhung xì lần luộc off lần nó cứ đổi sao tập phân này nó một hói mơ ớt priệp này dương mỏng mơ chầm đào trong mà dương chân hói 621 lẹn đàn nó vót đo đây mà đo là ớt lạch ai haiประมาณ mai đến đạt đây bằng hai phân đó tranh bị mòn về hủi cất mới dương sớm tha có hai phân ní chẳng đàn nó liên thẹn chẳng bị a châu và hai chỉ mà chẳng em thật là hay năng ngày hay tật mà ấy còn không ai đây đôi tầm ngơ bị lu mà chẳng lộn ai sớm khơi nơi bên đại bong vậy tha và hai chục mùi nâng bảy sai em vậy tới việc hai mười bảy sai nó không hiện Insidious ấy năng ngày hay năng ngày chỉ mua hai đài nó bên để nhom tay bộ mạng nhom năng nhưng mà sao hiên mơ tay cái lại ngật rồi sao ấy cứ việc không ai và hai năng ngật này bạn này tha sang tha bởi dương cái lệnh mơ tết việc bao cái này mà ra tết cái dương bị luôn này chẳng bỏ sân cho bong bộ đồng buông tạm đàn test sân nơi episode mới bong bộ này sớm khơi thanh trẻ quạt vậy cho má là mấy nhá thà bỏ sân chỉ nẹt có khơi khơi pri cùi kháng cùi cái click của thà một mùi nắng ở vậy để quạt ban khơi vì lơ vì phiêu cái kịch bọc đi hay nâng không hảo tiệt chắc nấy chỉ chấm nói mùi này bong bộ này cho bắt vô bán hay ai bong can ca sớm bao bong bộ ngọc này ta tao một nắng là biển mình chắc không nói khát bé tỏ dương chỗ đó xài hưởng tivi của dân được sao bay xài hưởng tiền tỏ bong chúng tôi xài hưởng tivi nấy còn miền đôi bong thập ở trong họ trong tháng hai ấy ban chỉ ở pe để nhung chụp cho mùi nâng đặt giờ nó còn là sign pe thò mà đà bạn admin thưa ấy cách ấy thông đông ấy chẳng á cái lỗ bong bóng tặng họ nè ban đăng cái này nâng muốn nâng dân ban cắt màn tích hơi nhưng ban xua thang chứ mà rất là giới chùm lại mình test của nó pe để nhung lư bị tha vào mặt thì giới dân miền ca rồi bị chặt tròn cặp ở cái bột có ba lên chẳng nó là bấy bà lại mà được tự nó ở rốt kịch chẳng nó tát đó bên nhom lư số tha thầm ta sai té nhom play mình tên chẳng có tha xài hướng tivi nằng to pi cái lại nằng chẳng nhom vùng rộng chẳng và thủ ở sai pe nó vì ở chỉ thông đông ấy đai thế còn tại tu mổ bay hộp lọ mình ca mình ấy chẳng hai pe sai tới thiết bất cứ nhom lên khơi nhảy bàn tay cất tục để nhom nơi ní cứ nhom nơi lên cả nhom nơi lên bàn mỏng cho tới cái đai cả hai cây ọt luôn ọt sọc vậy thôi ọt sụt luôn bà đọc về chẳng nhâm có đồ cái tục nó cho mà khổn tái xưa tha nhâm hồi luôn ọt chẳng ban đây tha cái đó tại nhâm lên khơi vì bàn tay nhâm nơi bà to không mau chặt cọt rồi thằng này cứ kê như rơ luôn ọt rồi vừa sao bà khổ khơi luôn anh thử cái tròn khơi cây vừa sao khơi cây vô cái bật mà tẹt các bà cùng riềm bà hay cái bật đôi ta dân thầm đá dân kê lơ khệ
ក្បត់ផ្ទះក្បាលប្រយ សាហាវខ្លាំងហើយយើងរត់រួចណាដូចថាយើងងាកឲ្យឃើញថាជានរណានៅលើហ្នឹងគឺយើងមើលបានព្រោះយើងរត់រួចអញ្ចឹងធម្មតាយើងគេអញ្ចឹងខែដៃខែឈើពេលយកក្បត់មកគោះយើងលឺណា បាទ អញ្ចឹងដូចថាគេសុកសុកលឺពឹង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 រហូតដល់យើងភ្ញាក់មកហើខ្លួនរួចទេតែមានអារម្មណ៍ថាគេយកក្បត់មកផ្ទះក្បាលយើងផ្ទះហ្មងណាផ្ទះហើយផ្ទះមកហើយបងប្អូនដែរខ្ញុំជឿថាអ្នកទាំងអស់គ្នាមានបទពិសោធន៍ខ្មោចសកត់ប៉ុន្តែមិនដែលមានរងថ្ងៃទេ បាទ มันអាចទេតែខ្ញុំគឺរងថ្ងៃគឺបើនិយាយឲ្យសុខអក្រក់ស្ដាប់គឺខ្ញុំរងទុក្ខវេទនានឹងការកេងនឹងខ្លាំងមែនទែនរហូតដល់សតិអារម្មណ៍ចង់ឡប់សតិរហូតដល់ម៉ាក់ខ្ញុំគាត់ stress នឹងខ្ញុំដែរគាត់ថាអូយមិនដឹងធ្វើមិនបានបាត់ទេបើលើកមុនទៅរកគ្រូហើយមកវិញនៅអញ្ចឹងទៀតតែទៀតប៉ិតគឺអត់មានឃើញអីឯគ្រាន់តែថាខ្មោចសកត់ឧទាហរណ៍ថាមួយទៀតអ្នកទាំងអស់គ្នាធ្លាប់លើគេនិយាយថាភពឋានផងមនុស្សយើងបែបនេះតែវាមានដូចគ្នាទៅនឹងភពវិញ្ញាណ បាទ ដែលយើងឆ្លងចូល បាទ ហ្នឹងហើយពេលដែលខ្ញុំខ្មោចសកត់គឺខ្ញុំចូលទៅភពមួយហ្នឹងបានន័យថាដើរពេញផ្ទះខ្ញុំអីទាំងអស់ប៉ុន្តែអត់មានឃើញមនុស្សឃើញអីទេស្ងាត់ឈីហើយខ្មៅបែបខៀវភ្លើងខៀវហ្នឹងដូចគ្នាហើយខ្មោចសកត់មិនមែនមួយផ្លែតទេរៀងរាល់យប់ជួនកាលទៅដាច់អស់ចិត្ត1ម៉ោងក៏មានរហូតដល់ពេលខ្លះខ្ញុំហត់ណាខ្ញុំឡើងដល់ថ្នាក់ចេះទៅតាមតាណាខ្ជិលងើបរបៀបចឹងបណ្ដោយ ហើយខ្ញុំពិតជាពិបាកមែនតើក្នុងការកេងរហូតដល់ធ្លាក់ខ្លួនស្គមរហូតដល់ទៅដើរលេងនៅណាកន្លែងណាដែលអត់អីក៏ខ្ញុំមានអារម្មណ៍ឧទាហរណ៍ថាខ្ញុំទៅសៀមរាបគេកេងអត់អីទេខ្ញុំឃើញ យល់ ខ្ញុំយល់សោកហើយពិតជាចាប់តាំងពីពេលហ្នឹងមកគឺខ្លួនខ្ញុំហ្នឹងគឺផុយស្រួយមែនតើនឹងវិញ្ញាណ បាទ ខ្ញុំឧទាហរណ៍មួយចូលទៅក្នុងកតុបមួយបើកតុបហ្នឹងមានវិញ្ញាណខ្ញុំដឹងមក បាទ គឺខ្ញុំមានអារម្មណ៍ថាមាន បាទ វាទៅជាមនុស្សម្នាក់ដែលអត់ដែលបាត់ជួបបបពិសោធន៍អត់ដែលជឿតែបែរជាស្រូបទាញដូចរ៉ាដាចាប់ចឹងណា បាទ ហើយរហូតដល់ពួកម៉ាក់ខ្ញុំហ្នឹងគាត់យកខ្ញុំធ្វើជាអង្គតែនរ៉ាដាចាប់វិញ្ញាណហ្មងទៅកន្លែងគេហ្នឹងណែចូលតុបអញទៅអញចូលមើលតុបទឹកហ្មងហើយតែខ្ញុំចូលទៅតែមាន បាទ អញ្ចឹងបានខ្ញុំចង់ផ្សារភ្ជាប់រឿងទាំងអស់ហ្នឹងមកស្អីរឿងទី2ហ្នឹងតាក់ទងពីរឿងដួងកែវនេះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាធ្លាប់ឮតាមរយៈគ្រូហុងស៊ុយគ្រូចិនសែគ្រូអាគមអ៊ំអាបក៏ឧស្សាហ៍និយាយដែរប៉ុន្តែខ្ញុំដោយសារតែខ្ញុំមិនមែនជាអាជីពផ្នែកគ្រូទេ បាទ អញ្ចឹងខ្ញុំគិតថាប្រហែលជាមាននិយមន័យខុសៗគ្នាតាមបែបខ្មែរបែបចិនអញ្ចឹងណាតែនៅពេលដែលកន្លងទៅបានរយៈប្រហែលជា 3-4 ខែដែលខ្ញុំជួបការលំបាកក្នុងការកេងខ្មោចសកត់រាល់ថ្ងៃសឹងតែរាល់ថ្ងៃជួនកាលមួយអាទិត្យ 4 ថ្ងៃជាប់គ្នាក៏មានដែរ បាទ រហូតដល់ខ្ញុំបានជួបគ្រូម្នាក់ទៀតគ្រូថ្មីមួយទៀតណាតែគ្រូថ្មីហ្នឹងប៉កែមែនតើបើខ្ញុំនិយាយឈ្មោះគឺដឹងតែស្គាល់ បាទ ប៉ុន្តែសុំអត់ប្រហែលតែគ្រាន់តែគ្រូថ្មីហ្នឹងគឺបើនិយាយថាពីភាពប៉កែខ្លាំងមកគាត់គឺខ្លាំងមែនតើហើយអាសនៈគាត់ធំខ្ញុំអត់ដែរទៅកន្លែងគ្រូណាដែលអាសនៈឡើងផុតចង់ដល់ពីដានធំមែនតើនៅពេលដែលខ្ញុំទៅជួបគាត់ក៏មើលមកខ្ញុំគាត់ក៏និយាយរឿងដួងកែវហ្នឹងប៉ុន្តែអានេះបើខ្ញុំបើកមកចកមួយអញ្ចឹងបើសិនជាអ្វីដែលខ្ញុំចែករំលែកទៅវាអត់ត្រូវវាអត់តាមក្បួនខ្នាតទេខ្ញុំសូមអភ័យទោសទុកជាមុនដោយសារតែខ្ញុំមិនមែនជាអ្នកជំនាញទឹកផ្នែកអស់ហ្នឹងទេអា ជាអ្វីដែលបងបានដឹងពីគ្រូពយល់របស់បងបាទ អញ្ចឹងគាត់ក៏មើលមកគាត់ថាអូដួងកែវសត4ហ្នឹងអញ្ចឹងបងមានចាំទេថាពេលដែលខ្ញុំទៅជួបគ្រូលើកទី1គេថាខ្ញុំអត់មានវិញ្ញាណក្នុងខ្លួនទេ ឥឡូវចូលបាន4វិញ ឥឡូវចូលបាន4 បាទ អញ្ចឹងបើន័យថាដូចដួងកែវវិញ្ញាណហ្នឹងថាជាទូទៅមនុស្សប្រុសតាមធម្មជាតិហ្នឹងណាដែលរាសីល្អដួងកែវគ្រប់គឺ12 បាទ មនុស្សស្រី9 បាទ តែមនុស្សស្រី7ហ្នឹងល្អហើយបាន7គឺល្អបំផុតហើយមនុស្សប្រុសបាន9ល្អហើយគាត់ថាបើពេញបឹបហ្មង12មនុស្សដែលមានដួងកែវ12ហ្នឹងគឺជាមនុស្សដែលមានសិលក្នុងខ្លួនមនុស្សដែលចិត្តត្រជាក់អត់ចេះមួម៉ៅអត់ក្តៅក្រហាយអត់កើតទុកអញ្ចឹងបានន័យថាគេចាប់ផ្ដើមស្រូបទាញណាថាគឺរាសីគេខ្ពស់ចង់បានអីបានហ្នឹង បាទ ដូចចិត្តអាហ្នឹងដួងកែវគ្រប់12ហើយគាត់ច្អល់មកខ្ញុំថាតើអូនឯងបានតែ4ហើយខ្ញុំថាអូនឯងកុំថាឡើយចង់រកស៊ីតើអូនឯងដើរចេញទៅក្រៅបើឆ្កែត្រូវខំអូនឯងមុនគេគាត់និយាយចឹងមកព្រោះខ្ញុំបានតែ4ទេហើយគាត់បញ្យល់ខ្ញុំទៀតថាចែ4ហ្នឹងហើយជួបខ្មោចហើយព្រោះបើ5 6រួចអត់មានអារម្មណ៍អីទេតែ4ហ្នឹងជួបហើយចាប់ដើមជួបហើយខ្ញុំថាហ្នឹងហើយបងខ្ញុំពិបាកគេយល់សពហើយវាទាញរូបភាពខ្ញុំហ្នឹងទៅក្នុងទីតាំងមួយដែរ
សុទ្ធតែជាកន្លែងដែលខ្ញុំធ្លាប់ខ្លាចកន្លែងដែលខ្ញុំធ្លាប់មានបទពិសោធន៍អត់ល្អខ្ញុំថាហ្នឹងហើយ4ហ្នឹងជួបហើយគាត់មើលខ្ញុំទៀតទៅគាត់ថាអូអូនឯងធ្លាប់ជួលរបស់ខ្លាំងបាទនេះជាមូលហេតុដែលគាត់បញ្ជាក់ឲ្យខ្ញុំថាចាណែអត់តន់ទៅណាឆ្ងាយទេណាអាមួយហ្នឹងណាមិនតន់ទៅណាឆ្ងាយទេគឺនៅពេលដែលវាផ្សារភ្ជាប់ជាមួយអូនឯងបានម្ដងធ្វើត្បិតតែឥឡូវចូលតែអូនឯងលេងបានប៉ុន្តែវានឹងព្យាយាមគ្រប់វិធីផ្សារភ្ជាប់ម្ដងពីព្រោះអូនឯងដួងកៅទៀបខ្លាំងណាស់បានន័យថាបើដើរចេញទៅក្រៅមានរឿងសយធ្លាក់ខ្លួនឯងត្រូវឃើញខ្មោចឃើញអូនឯងខ្មោចត្រូវតោងគេដូចថាជុំគ្នាត្រូវតោងអូនឯងមុនគេនិយាយទៅបើសិនជាគេឲ្យចាប់ស្លឹកឆ្នោតយើងអត់ដែលត្រូវអាចរង្វាន់ធំយើងគឺចង្រៃជាងគេហ្នឹងហើយអូខេហើយគាត់ក៏ថាដោយសារតែពេលដែលវាភ្ជាប់ជាមួយយើងបានម្ដងអញ្ចឹងហើយខ្មោចដតីក៏វាមានអំណាចលើយើងដែរដួងកៅយើងវាទាបពេកអញ្ចឹងគាត់ថាឲ្យខ្ញុំហ្នឹងសូត្រធម៌តាំងចិត្តឲ្យតិចហើយលើករិស័យលើកដួងកៅខ្លួនឯងមកវិញអញ្ចឹងអ្នកទាំងអស់នេះច្បាស់ឆ្កល់តែចេះអូលើកដួងកៅមិនអានេះគឺជាវិធីមួយដែលគាត់បរិហានមកខ្ញុំហើយវាពិតជា work គឺខ្ញុំពិតជាលែងឃើញអីអូចំណេះដឹងថ្មីទៀតហើយតោះបងអញ្ចឹងអានេះបាទខ្ញុំចង់ចែករំលែកខ្លាំងណាស់ខ្ញុំចង់ចែករំលែកខ្លាំងណាស់គឺជាវិធីមួយដែលពិតជា work ហើយអញនិយាយបានថាមនុស្សក៏អត់មានមកភ្ជាប់មួយយើងបានទេការកេងអីក៏ជួយយើងបានច្រើនហើយខ្ញុំចាប់ផ្ដើមលេងអីចាប់តាំងពីខ្ញុំធ្វើប្រតិបត្តិតាមគាត់អញ្ចឹងគាត់ឲ្យយើងព្យាយាមសមាធិនឹងឯសិលកុំគិតច្រើនកុំកោតទុកបើមិនជាកោតទុកបដ ாய் ខ្លួនតែមួយថ្ងៃបានអានេះគាត់ផ្ដាំខ្ញុំហ្មងហើយវាល្អមែនតើខ្ញុំគិតថាខ្ញុំចង់ចែករំលែកទាំងបងដូចគ្នាអញ្ចឹងថាពេលដែលមានទុកកើតឡើងបើមិនជាត្រូវគិតស្មុកបដ ாய் ខ្លួនឯងគិតតែមួយថ្ងៃបានហើយពីព្រោះបើបន្តគិតរហូតដល់មួយអាទិត្យដួងកៅនឹងធ្លាក់ជឹបអញ្ចឹងឧទាហរណ៍ថាបងមាន9នឹងចាប់ដើមពុបបងមានចាំមិនសាច់រឿងដែលគេតោងខ្ញុំបានដោយសារខ្ញុំ depression បាទដោយសារតែខ្ញុំកើតទុកមិនសប្បាយចិត្តហើយខ្ញុំចាប់ដើមគិតខ្លីហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យរិស័យខ្ញុំទាបខ្លាំងហ្នឹងហើយមួយទៀតភាពមួម៉ៅក្តៅកាហាយជេរបចោកំហឹងតុកសិចគឺធ្ងន់បំផុតដែលកាត់ដួងកៅយើងលឿនមែនតើបាទអញ្ចឹងបើសិនជាយើងចង់ឲ្យដួងកៅយើងល្អទី1ឧស្សាហ៍ធ្វើបន់ដាក់ទៀនបលែងសัตว์លើករិស័យយើងដោយយើងរក្សាចិត្តយើងតិចរក្សាចិត្តយើងឲ្យនឹងកុំកោតទុកពេកកុំមួម៉ៅខឹងក្តៅក្រហាយពេកហើយចំណុចមួយដែលល្អហ្នឹងគឺព្យាយាមដោះខ្លួនឯងពីទុក្ខលំបាកសពគ្រប់បែបយ៉ាងទាំងអស់ហើយអាហ្នឹងគឺជាវិធីមួយដែលខ្ញុំពីមនុស្សដែលធ្លាប់ត្រូវរត់ទៅយើតោងពីមនុស្សដែលជួបវិបត្តិបញ្ហាជំងឺបាក់ទឹកចិត្តរហូតដល់ខ្ញុំស្ដារខ្លួនឯងឡើងវិញហ្នឹងដោយសារតែខ្ញុំប្រាប់ខ្លួនឯងតែមួយយ៉ាងថាខ្ញុំមិនអាចកើតទុកយូរទេបាទមានរឿងធំប៉ុណ្ណាក៏ដោយខ្ញុំបដ ாய் ឲ្យខ្លួនឯងមានរងទុកហ្នឹងតែមួយពេលមួយថ្ងៃហ្នឹងតែបើដោះអត់ចេញស្អែកឡើងខ្ញុំជប់គិតយូបាទហើយដួងកៅខ្ញុំចាប់ដើមឡើងតែបើពិតជាហៅថាទទួលបានលទ្ធផលលឿនណាខ្ញុំធ្វើបានប្រហែលជាថាមួយអាទិត្យចាប់ដើមដោះទុកកង្វល់ខ្លួនឯងចោលព្យាយាមសមាធិព្យាយាមរាប់បាតចាប់ដើមធ្វើបន់ណាចេះធ្វើបន់វិញណាចេះធ្វើបន់ណាទៅវត្តបលែងសัตว์រាប់បាតដាក់ទៀនឧទ្ទិសកុសលផ្សេងយើងធ្វើតាមគ្រប់រូបភាពទាំងអស់អំពើបន់របស់យើងណាកេងសួរលេងខ្មោចសកត់ហើយរហូតមកដល់សប្តាហ៍ថ្ងៃតាំងពី2017ចូលដើមឆ្នាំ2018នេះដល់សប្តាហ៍ថ្ងៃខ្ញុំមិនដែរខ្មោចសកត់ស្មីតែម្ដងហើយចំណុចមួយដែលខ្ញុំសម្គាល់ឃើញថាពិសេសមែនតើណាព្រោះខ្ញុំធ្លាប់យកសពមួយដែលខ្ញុំចាំយកសពហ្នឹងគឺខ្ញុំអង្គុយលេងមួយម៉ាក់ខ្ញុំអញ្ចឹងម៉ាក់ខ្ញុំគាត់ភ្ញាក់គាត់អង្គុយមកខ្ញុំគាត់ភ្ញាក់ចោលទៅក្រោយខ្នងខ្ញុំទៅលើពីដានអញ្ចឹងគាត់ថាអូស្អីនោះខ្វះខ្លាំងណាស់ស្អីគេហ្នឹងខ្ញុំពេលហ្នឹងខ្ញុំភ័យទៀតហើយណាអូអាហ្នឹងទៀតហើយយើងដូចវាដិតដាមណាខ្ញុំក៏បែរទៅមានពលឺភ្លើងមួយដូចហ្វាឡានហ្នឹងចាំភ្នែកហ្នឹងយូអញ្ចឹងទៅយើងភ្ញាក់បដ ாய் ហើយយើងភ្ញាក់អត់ស្លន់នេះភ្ញាក់ដូចរបៀបថាអូដូចមានពលឺអីមួយមកប្រាប់ថាមិនបាច់មើលរបស់អត់ល្អហ្នឹងហើយជាចំណុចមួយដែលខ្ញុំចង់លើករឿងដួងកៅហ្នឹងហើយខ្ញុំចង់ឲ្យយល់ថាមនុស្សប្រុសមនុស្សស្រីសម្រាប់ជីវិតរបស់យើងគឺសំខាន់ទៅលើដួងកៅគឺដូចដួងវិញ្ញាណរបស់យើងអញ្ចឹងណាអញ្ចឹងបើដូចខ្ញុំអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចាប់ផ្ដើមមានអារម្មណ៍ថាកើតជំងឺបាក់ទឹកចិត្តចាប់ផ្ដើមមួម៉ៅច្រើនហើយចាប់ផ្ដើមយល់សពមិនល្អចាប់ផ្ដើមមានអារម្មណ៍មិនល្អឬក៏ខ្ញុំឲ្យ
ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម្គាល់មួយទៀតថានៅពេលដែលគេញាក់ឡើងមកម៉ោង2ម៉ោង3ភ្លឺអញ្ចឹងណាចាប់ដើមសម្គាល់ថាបើ2ថ្ងៃ3ថ្ងៃជាប់គ្នាហើយបានន័យថាដួងកៅអ្នកទាំងអស់គ្នាគឺទាបហើយអញ្ចឹងព្យាយាមធ្វើអ្វីដែលលើករាសីខ្លួនយើងឡើងមកវិញព្រោះកុំឲ្យទទួលបាត់ពិសោធន៍ដូចខ្ញុំបាទអញ្ចឹងឥឡូវយើងបកទៅរឿងមរិតយៅវិញតែបងដោះស្រាយប៉ុណ្ណាគ្រាន់តែការបង្កើនដួងកែវទាំងអស់ហ្នឹងហើយអ្វីបានដោះស្រាយហើយឬក៏មានពិធីឬក៏មានកិច្ចអីផ្សេងទៀតអត់មានកិច្ចអីផ្សេងទេនៅពេលដែលដួងកែវយើងឡើងផុតគឺលែងមានអីមកញ៉ៃញ៉ៃយើងអូបាទអូខេអញ្ចឹងនេះជាខ្សែរឿងទី2បាទខ្លីមែនទេបាទខ្លីទេខ្សែរឿងទី2នេះខ្ញុំសុំបើកមួយចប់មួយបន្ទាប់ពីមានរឿងរត់ទៅហ្នឹងគឺខ្ញុំមានទម្លាប់មួយទៀតដាក់ម្ហូបឲ្យគេពេលទៅថ្ងៃទៅគ្រប់ពេលគឺមានទម្លាប់ហ្នឹងហើយនេះខ្ញុំចង់ចែកម្លែកថាចេះយើងធ្វើទៀនជាមួយមនុស្សដឹងបាទយើងធ្វើទៀនមនុស្សខ្មោចមួយខ្មោចដឹងតែខ្មោចដឹងមិនមែនខ្មោចតោងយើងណាខ្មោចគេបានទទួលនៅទៀនរបស់យើងណាគឺដូចយើងដាក់ទៀនមួយគេអញ្ចឹងពេលទៅណាគឺសុកបាទសុកហើយបើកន្លែងហ្នឹងអត់ល្អគេឲ្យយើងដឹងបាទអូមានចំណុចច្រើនណាស់ក្នុងការវែកញែកក្នុងខ្សែរឿងមួយហ្នឹងវគ្គមុនខ្ញុំប្រហែលជាខ្ញុំអត់បានលើកនៅចំណុចមួយដែលលោកគ្រូគាត់បានស្ដីឲ្យទៅម្ដាយបងដោយចំថាម្ដាយនិងឪពុកមានសិទ្ធិដឹងមុនគេបាទត្រង់ចំណុចនេះខ្ញុំពិតជាទទួលស្គាល់មែនព្រោះបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ណាប្រហែលជាឪពុកមិនសូវដឹងពីកូនទេប៉ុន្តែម្ដាយត្រូវតែដឹងចង់ឬមិនចង់ត្រូវតែដឹងដោយប្រការណាឬមិនប្រការណាអត់ដឹងជាអារម្មណ៍ជាការយល់សប្តិជាការឃើញស្ដែងត្រូវតែដឹងបាទព្រោះដោយសារតែពេលហ្នឹងម៉ាក់ខ្ញុំក៏គាត់ទទួលស្គាល់ដែរថាគាត់មានអារម្មណ៍អត់ល្អប្រហែលតិចហើយប៉ុន្តែគាត់ដូចខ្ញុំអញ្ចឹងគាត់គិតថាគាត់រវើរវាងបាទដល់ពេលអញ្ចឹងទៅបានវាធ្វើឲ្យនៅពេលដែលគ្រូស្ដីឲ្យគាត់រន្ធត់រហូតដល់យំហ្នឹងគាត់ភ្ញាក់ដឹងបានគាត់មានអារម្មណ៍ថាការធ្វើប្រហែលរបស់គាត់ណាវិសតែនឹងបាត់បង់បាទអញ្ចឹងគាត់ក៏រៀងរន្ធត់ថងចំណុចហ្នឹងដែរថងចំណុចនេះហើយដែលខ្ញុំចង់ជំរាបទៅបងប្អូនទាំងអស់គ្នាដែរជាបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំតែម្ដងខ្ញុំជាមួយម្ដាយខ្ញុំនៅសហរដ្ឋខ្ញុំនៅនេះទេអញ្ចឹងណាប៉ុន្តែគ្រប់ពេលដែលខ្ញុំជួបរឿងធំឬខ្ញុំអត់សុបាយចិត្តណាម៉ាក់ខ្ញុំអត់សុបាយចិត្តដែរបាទម៉ាក់ខ្ញុំអត់សុបាយចិត្តហ្មងហើយគាត់ទេមកថាកូនឯងមានរឿងអីមែនទាំងខ្ញុំរាល់ដងខ្ញុំនិយាយមួយគាត់អូយម៉ាក់សុខសប្បាយអត់អូយខ្ញុំរវល់ខ្ញុំមានអីណាម៉ាក់តែគាត់នៅតែលើទូរស័ព្ទភ្លាមគាត់និយាយហ្មងថាកូនឯងមានរឿងអីមែនប្រាប់ម៉ាក់ត្រង់មើលទាំងខ្ញុំអត់បានដែរសំបីតែ post Facebook ឲ្យគាត់និយាយទៅអត់ដឹងគាត់មិនដឹងព័ត៌មានអ្វីទាំងអស់ហេតុអ្វីមិនគាត់ទទួលអារម្មណ៍ដឹងអញ្ចឹងតែខ្ញុំដាក់បន្ទុកធំមែនតើថាម្ដាយកូនព្យាយាមកុហកអាចប្រហែលជាកុហកឪពុកបានតែកុហកម្ដាយអត់បានទេពួក យើងតពីដង្ហើមរបស់គាត់ចេញពីគាត់វាមានចំណងភ្ជាប់ផ្សារភ្ជាប់គ្នាបាទត្រង់ចំណុចហ្នឹងឯងហើយតាក់ទងមួយដួងកែវដែរក៏វាជាក់ស្ដែងមែនតើតាក់ទងជាមួយនឹងអានេះជាក្បួនចិនសែដែលខ្ញុំបានស្ដាប់ហើយនឹងយល់ដឹងពីបងម៉ុងដៃគូរបស់ខ្ញុំគាត់ក៏បាននិយាយដែរថានៅពេលដែលយើងគិតអវិជ្ជមានអាហ្នឹងដូចជាច្បាប់ស្រូបទាញអញ្ចឹងវាទាញតែរឿងអវិជ្ជមានចូលដែលធ្វើឲ្យរិស័យរបស់យើងកាន់តែធ្លាក់រហូតដល់មើលឃើញខ្មោចធ្លាក់ដល់រឿងប៉ះជាមួយនឹងអមនុស្សនឹងដើមឡាតែដល់ពេលយើងគិតរឿងល្អវិញទៅវានឹងធ្វើឲ្យរិស័យរបស់យើងឡើងដូចគ្នាខ្ញុំសុំកាត់បងមួយត្រង់ថាចេះដោយសារតែដំបូងឡើយខ្ញុំគិតថា experience ខ្ញុំដែលកើតជំងឺបាក់ទឹកចិត្តរហូតដល់មានអមនុស្សម្រាប់តែយើងមកតោងខ្ញុំនេះខ្ញុំគិតថាប្រហែលជាវាជា experience ដែលខ្ញុំតែម្នាក់ឯងដែលឃើញអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលពេលវេលាកន្លងផុតទៅពីមួយឆ្នាំទៅមួយឆ្នាំក៏ស្គាល់មនុស្សច្រើនអញ្ចឹងណានៅពេលដែលខ្ញុំចាប់ផ្ដើមសាកសួរអ្នកដែលស្គាល់គ្នាដែលគាត់មានបញ្ហាបាត់ផ្លូវចិត្តដែរគាត់ថាគាត់ឃើញដែរតែគាត់ថាមិនសាហាវដល់ខ្ញុំបាទចាប់ផ្ដើមឃើញនេះឃើញនោះដូចតែគ្នាវាអាចជាកត្តាដែលអានេះវាជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះសូមបងប្អូនទាំងអស់គ្នាកុំយកការសន្និដ្ឋានរបស់ខ្ញុំយកទៅធ្វើឲ្យជាសាច់ការពេកណាតែខ្ញុំគិតថាចេះអ្នកដែលមានវិបត្តិផ្លូវចិត្តហេតុអ្វីបានចូលចិត្តទៅសម្លាប់ខ្លួនប្រហែលជាមានការតងប្រហែលជាមានការខ្សឹបដាក់ទៅជាអាហ្នឹងចំណុចមួយដែលខ្ញុំទទួលបានចំណេះដឹងពីនឹងដែរដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងថានៅពេលដែលដួងកៅស9យើងឃើញហើយ5 4ហ្នឹងសម្រាប់មនុស្សប្រុសណាមនុស្សស្រី4 3ហ្នឹងដូចគ្នាគឺឃើញហើយនៅពេលដែលចោះអស់ដូចខ្ញុំចេះចោះអស់ពីខ្លួនណាដល់ត្រឹម0នេះបើអ្នកទាំងអស់គ្នាបើសិនជាខ្ញុំអត់ជួបគ្រូទេបានហើយដូចបងនិយាយអញ្ចឹងថាគ្រាន់តែយល់សពប្រកាំងនឹងដូចជាការអន្តងអញ្ចឹងឧទាហរណ៍ថាអ្នកខ្លះក៏អន្តងតែឲ្យកាត់ខ្លី
bật hồn bật đảo tạo thứ đi thứ luôn để mình bỏ nâng này cứ đôi cái nè តើយើងកុំឲ្យខាត់ពេកយើងចូលដល់សាច់រឿងទី3ទៅម្ដង ok đó sai hưởng tí bay nắng nhóm mình như vậy tẹt tôn hưởng đôn cao nhưng ta đại nắng á ở đây mình hưởng đôn cao bao thang viết hiện miên trầm nòn tẹt tôn đôn cao đừng tít vậy បាទ và hai chỉ covid hao ní nhóm miên pan ha hưởng business càng nghiệt bỏ nhóm បាទ nhóm miên nhóm sầm co khơi thà trẻ mà được dứt miên trầm niên dưới miên trầm niên càng nghiệt mà hai chúng từ score còn tay đôi thay ôi tập p dân thời từ tu ba là ca anh muốn miên ấy một tục ba này thay đôi được việc cái hai thập bồn là toàn hỏi đò lấy trắng đó là ngày មានអីមកកាត់រហូត bà đó tập p chân tới nhúng nè cô mình được đã đây đôi tập chặt đại chân ở đây chưa anh lư cái thang khủ nơi khủ nuôi đấy dân có tầm mơ khủ mũi tiệt trắng chỗ đó khủ tí bấy dân khủ chờ đái á បាទ tay chùm niệm khó nè បាទ chỗ đó khủ tí bấy nó con còn mơ nhung chân tới có thao ó mấy thế thì sao giờ này nó trên nam khỏi đừng lao cho đó có tia hiện thở đai đừng chuột nè này trắng á tay cho nó đọcไปcon mơ nhung sóc có còn tha ta còn anh miên mình được tam á miên nè tam nhóm tụi bọn mình đang có thể lực muốn đi hiện xài sủa lên á lỡ có tha hết 2 giờ tê và đai giống បាទ nâng ngày nâng coi nâng đai ta tịch luôn có cái tịch mà chúng hiện 2 giờ hổ sò múc chân ta mình anh chặt đắp cho năm sẽ tập hai nhóm cắt tha tam nhóm chặt đắp cho năm là cái bóng là cái tam nhóm tiệt đấy nhóm phay tiệt đấy nè hay cái bóng nhóm bắt chưa ấy của nhóm cắt tha tam sẽ tiệt đây thấy cùng thùng choạng mấy vì chăng á ta mình anh chặt đắp cho năm bộ mạ cầm rút hiệp bao quát đôi chia mình được đài cứ rút thế này cho ra chỗ tại cái tam ní mình mền tam thưa ấy anh thế cái sờ lạnh thế cái trong nơi cho mũi thế cron tay cái chia cái hơi tha không ai là thá chẳng đâu phải để cái nơi cho mũi dơ để xây dơ bia hiện tiếp á anh mà tha bon ơi nhom đôi chuột chân là hốt mòn hai lời thứ mày từ có tha và to tao anh nó hổ trong mút có đại thường thơ bon về ủ tư ao quạt trần ta bờ hồ trong mút quạt khơi thế còn đang thơ mày bộ bon coi trong mút quạt bong khoản tại trong bạch trẻ tha rụp hiệp quạt bài nè hay nhóm tôi chụp quạt bị đong lơ tim môi chân héo nhưng mà chặt để nhóm nơi ta hồ mà nè nó khơi tha này cái nhóm coi tại chụp quạt lơ tí pì quạt cục chia dương mơ thế có tham quạt của thằng nào thằng ngôn đá ôn một quạt khôi mà chủng hiếng bờ tam mơ như tôi đi bình đật quạt pung bình đật mà nè đang pung cùi mơ nhau mùi năng ngày cứ cục pung tập bị phệ trẻ quạt khôi mà chủng hiếng ấy hiếng miệt an pung so chân còn anh hồn năng tí tới nhưng mà đó theo với nhau không nhung sầm máy ở chân như là cái chụp cút này trả cho bộ mãi nhung tiệt là hốt đó nhung tới bon bộ mãi có chụp cút này trả cho đó tập p chân tới mình nữ giới nhưng chưa chạy tham miên nè đại đôi nhung trần hiện tuần sau với hưởng tập bon sau bà của nhung khủ na có ham nhung đây bờ a chi hơn bà ta đọcไปxa nó mình đừng tha vìបណ្ដាចិត្ត ấy nó bàn tay nhung chăm ban tha pe để nhung tập bon còn nó cứ ở chỉ pe hưởng cao hai để ở bắt đầu bị nhung chung là từ giờ nó ban mà rẻ thì chẳng bao tha cầm lòng pe nó đôn cao nhung nơi tiệp thì បាទ ban nhung tập bon sao còn có tam nhung tăng bị pe nông màu nâng ngày hay nhung tập mòn thổ nâng chung mua còn nâng tới thiệt bắt còn đăng mua là 2 tham mày bạn còn tam nhung pe để nhung tập bon còn nó thiệt bắt nhỏ đa nhỏ sao mổ à ta mình đừng thay ra nó vì bình đảo chất nhung ấy tới nó không mình đợt cái này tới có tới hơi mà nè nắng thiết bắt nhung hiền cho mỗi con ban tay mũi chân năm thế tăng vì thế nào tí bay là hô đo châu sờ con đi thế bạn có khâu chứ nó có slap chân tới dân từ bon có tới đó pe chân tới bạn nhung nó thay trẻ ở khủ tê nó có tha con sẽ lại nhọn anh nè nó còn anh nè khơi nhọn anh tam mau ở pe chân tới mình nhung đặt tha miên mà đon đại kê bù ly con hay nhung tranh ta càng nhung tranh ta chui việc thắng hãng chơi thơ bao vì chứ tránh việc trắng nhưng tranh ta càng ao trắng hay để tham miên anh nhắm khơi còn đa cách của dân ao trắng hai chỉ mua là hai mua để nhung ấy nhung lơ khẩn là chừng mùi nó hưởng đôn cao nó trong ở vô chẳng ảnh khơi nhé nó pe để đôn cao dân tiệp á
ទោះបីជាមិនមកតែយើងនឹងក៏ដោយនៅតែមានវិញ្ញាណអីផ្សេងៗដែលអាចមកតាមយើងបានដូចគ្នាហ្នឹងហើយនៅមួយខ្ញុំឡើងចិត្ត10ឆ្នាំអញ្ចឹងបានជាខ្ញុំអាចនិយាយបានថារឿងហេតុដែលខ្ញុំយល់សពមិនល្អគេងអត់ស្រួលខ្មោចសកត់មានអារម្មណ៍ដែលតកតនឹងវិញ្ញាណអីសពក៏បែបយ៉ាងគាត់ក៏ជាមួយផ្នែកព្រោះបានន័យថាគ្រប់ពេលគាត់នៅយល់បាទអញ្ចឹងសាច់រឿងហ្នឹងគឺតែប៉ុណ្្នឹងខ្លីណាបាទអត់មានយោបល់អីទេដើម្បីកុំឲ្យខាត់ពេកយើងចូលដល់សាច់រឿងទី4តែម្ដងសាច់រឿងទី4ហ្នឹងគឺបើនិយាយទៅគឺលើកពីម្រិតតយើងនឹងដូចគ្នាបាទជាជនរងគ្រោះម្រិតតយើងដូចគ្នាតែបាត់បង់ជីវិតបាទគឺពួកម៉ាក់ខ្ញុំទៅតាមខ្ញុំមិញហ្នឹងតែដើរតាម10ឆ្នាំហ្នឹងបាទអញ្ចឹងខ្ញុំមិនដឹងថានេះដោយសារតែវា link គ្នាមិនហ្នឹងណាវាភ្ជាប់គ្នាមិនហ្នឹងណាខ្ញុំក៏ជាអ្នកបត់ពិសោធន៍ជួបម្រិតតយើងហ្នឹងគាត់ក៏ជាអ្នកជួបបត់ពិសោធន៍ម្រិតតយើងហ្នឹងដែរអញ្ចឹងនៅធៀបពិតខ្ញុំអត់បានដឹងទេខ្ញុំគ្រាន់តែដឹងថាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែខ្ញុំអត់ដឹងថាតើវាធ្ងន់ធ្ងរដល់កម្រិតណាទេហើយរឿងនេះគឺជារឿងពិតព្រោះមានចុះកាសែតមាននៅក្នុងកាសែតតែគ្រាន់ខ្ញុំសូមអត់បង្ហាញឈ្មោះជនរងគ្រោះទេដើម្បីគោរពសិទ្ធិគាត់អញ្ចឹងនៅពេលដែលខ្ញុំទៅបនគាត់ហ្នឹងគឺធម្មតាទេខ្ញុំទៅបនធម្មតាក៏ម៉ាក់គាត់មកនិយាយសួរនាំអញ្ចឹងណាព្រោះក៏និយាយអញ្ចឹងទៅគាត់ថាគាត់ស្ដាយកូនគាត់ណាគាត់ស្ដាយខ្លាំងដោយសារតែមុនពេលដែលកើតហេតុប្រហែលជាមួយអាទិត្យពីរអាទិត្យហ្នឹងកូនគាត់តែងតែមកប្រាប់គាត់ថាគាត់យល់សប្តិអត់ល្អទេបាទគឺគាត់យល់សប្តិឃើញមនុស្សអត់ខ្លួនមានតែក្បាលនឹងឯងចឹងហើយគាត់រៀងខ្សែចិនណាគាត់សើជឿគាត់ក៏ថាអង្គចាំនេះចាំនោះពីមួយថ្ងៃទៅមួយថ្ងៃណាថាចែកដនអីគាត់ក៏ត្រូវទៅតដឹងកូនគេនៅខេត្តហ្នឹងហើយដល់ទៅពេលហើយដូចថាស្អែកត្រូវទៅអញ្ចឹងណាយប់ហ្នឹងអ៊ំស្រីហ្នឹងក៏គាត់យល់សប្តិថាប្តីគាត់នេះយំអោបមឈូសហ្នឹងហើយយំអោបមឈូសបាទដល់ទៅពេលគាត់ដើរទៅអើតមើលមឈូសហ្នឹងកូនគាត់តែគាត់ដូចថាប្រហែលអញ្ចឹងណាវាដូចតម៉ាក់ខ្ញុំអញ្ចឹងណាគាត់ថារវាយទេអញ្ចឹងគាត់ក៏ប្រាប់កូនគាត់ថាមិនអីទេពេលដែលគាត់ភ្ញាក់វិញហ្នឹងណាគាត់ថាមិនអីទេយ៉ាងយល់សប្តិគាត់អញ្ចឹងចាំពេលទៅតដឹងកូនគេមកវិញហ្នឹងចាំជូនទៅកាត់ឆុងនៅវត្តភ្នំនេះអញ្ចឹងណាតែធៀបប៉ិតអីពេលដែលគាត់ជិះទៅខេត្តហ្នឹងមកវិញគឺគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ពាក់កណ្ដាលផ្លូវហ្នឹងដោយឡានហ្នឹងជិះទៅបុកឡានដែកថែបដែលគេចតចោលគេខូចបាទបុកមកទំហឹងទៅអាដែកថែបហ្នឹងធ្លាយមកមកខាងគាត់ដែលអង្គុយខាងស្ដាំដៃនេះហើយត្រូវតែគាត់ពូគាត់អ្នកបើកម៉ាក់គាត់អង្គុយក្រោយអត់អីហើយម៉ាក់គាត់គ្រាន់តែវាទៅដូចខិចកបាទដល់ពេលគាត់វិញបុកអាដែកថែបហ្នឹងហាំងពីមុខហ្នឹងធ្លាយមកដល់កៅអីខាងក្រោយហើយពាក្យសម្ដី3ម៉ាត់ចុងក្រោយដែលម៉ាក់គាត់ឮពីគាត់ហ្នឹងគឺមានតែមួយយ៉ាងថាម៉ាក់ឈឺអញ្ចឹងក៏គាត់ដាច់ខ្យល់អញ្ចឹងណាហើយនឹងអីជាមូលហេតុដែលខ្ញុំចង់បញ្ជាក់ថាពេលខ្លះយើងមិនមែនអបិយជំនឿពេកទេប៉ុន្តែបើសិនជាឲ្យយើងឃើញនឹងក៏មានអារម្មណ៍ថាវាស្ដែងយើងគួរតែជឿដែរអញ្ចឹងណាពីព្រោះអីអានេះដោយសារតែបទពិសោធន៍ខ្ញុំផ្ទាល់គឺខ្ញុំសល់តែ2ថ្ងៃទៀតទេប៉ុន្តែហេតុខ្ញុំសុំកាត់កន្លែងនឹងតិចបងហេតុអ្វីបានដឹងថាជាម្រិតតយើងដោយសារតែវិភាគទៅតាមអ្វីដែលកូនពួកម៉ាក់ប្រុសខ្ញុំហ្នឹងគាត់យល់សប្តិហើយគាត់ប្រាប់ម៉ាក់គាត់ហើយគាត់ឃើញមនុស្សដែលអត់មានខ្លួនទេជាបទពិសោធន៍ទៅស៊ីគ្នាជាមួយនឹងបទពិសោធន៍បងហ្នឹងហើយអញ្ចឹងបានដល់ពេលដែលខ្ញុំទៅនេះខ្ញុំក៏ចាប់ដើមមានអារម្មណ៍ថាអាណិតគាត់ប្លែកដូចថាយើងរៀងមាននិស័យមួយគ្នាណាខ្ញុំក៏មានអារម្មណ៍ថាចាអូយអញទៅរួចខ្លួនណាហេតុអីបានគាត់អកុសលដែលថាអត់រួចអញ្ចឹងណាបាទហើយក៏មានអារម្មណ៍ថាអកុសលមែនតើហើយមនុស្សគាត់ស្លូតមែនតើបានអីបើនិយាយស្រួលស្ដាប់ទៅគាត់មិនទាំងចេះខឹងផងមិនដែលឃើញគាត់ខឹងផងបាទតែគាត់ត្រូវមកជួបរឿងអញ្ចឹងបានសាច់រឿងហ្នឹងខ្ញុំចង់ចែកម្លែងអញ្ចឹងថាចំពោះពួកម៉ាក់ខ្ញុំម្នាក់ដែលគាត់ស្លាប់ទៅដោយសារតែជួបបញ្ហាអញ្ចឹងរហូតមកដល់ខ្ញុំនេះក៏ដូចគ្នាអញ្ចឹងអារឿងហ្នឹងគឺវារៀងកណិតគ្នាដែរអូខេអញ្ចឹងអ្វីដែលបងបានចែករំលែក4សាច់រឿងគឺជាសាច់រឿងដែលបតៈកលាគ្នារហូតបាទអញ្ចឹងសាច់រឿងដែលគួរឲ្យខ្លាចគឺជាសាច់រឿងទី1ដែលបងជួបបទពិសោធន៍ធំជាងគេដែលទាញឲ្យទៅមានរឿងតាក់ទងជាមួយនឹងដួងកែវតាក់ទងជាមួយនឹងមិត្តភ័ក្តិហ្នឹងហើយតគ្នាទៅពីព្រោះបានន័យថាបើសិនជាដួងកែវខ្ញុំមិនខ្ពស់ទេមិនគ្រប់9ហ្នឹងទេវាធ្វើឲ្យខ្ញុំហ្នឹងបទាញជាមួយនឹងវិញ្ញាណផ្សេងមកជាប់ខ្ញុំទោះបីជាវិញ្ញាណហ្នឹង
ល្អឬមិនល្អក៏ដោយ បាទ ប៉ុន្តែវាអត់ល្អសម្រាប់វិស័យយើងចឹង បាទ បាទ នេះខ្ញុំនិយាយក្រៅសាច់រឿងតិចណាបង បាទ មានបទពិសោធន៍ណាដែលបងឯងគួរឲ្យខ្លាចជាងនឹងទៀតទេដែលដិតចូលអារម្មណ៍ទេ វាអត់ទេបើអាច អត់ និយាយ សម្បើ បាទបើនិយាយទៅដូចខ្ញុំបញ្ជាក់ចឹងថាខ្ញុំអត់ដែរឃើញសភាវៈអីដែលអាក្រក់ដល់ទៅយើង អស់ហើយណោះ អត់ទេ អូខេលែងមានខ្មោចលងដូចគ្នា មានជួបជំនាញផ្ទះហើយនឹងតលេងកពតហ្នឹងខ្ញុំគិតថាជាគ្រឿងខុសមាត់ខុសក អូ ប៉ុន្តែវាស្រាក់ អូខេ បាទ អូខេអរគុណបងប្អូនទាំងអស់គ្នាយ៉ាងម៉េចទៅហើយសាច់រឿង Snow ធំគាត់បានដាក់ បាទ ទី1ព្រោះមុននឹងចែកម្លែកខ្ញុំក៏សួរគាត់ដែរថាយើងរៀបពីតិចតិចទៅឆ្ងាញ់ខ្លាំងឬក៏មិនប៉ុន្តែខ្ញុំក៏អត់ដឹងសាច់រឿងនៅពេលដែលបងវិនគាត់បានបកស្រាយសាច់រឿងហ្នឹងទើបខ្ញុំចាប់ផ្ដើមយល់ថាអូ Snow នៃសាច់រឿងទាំង lain ដែលគាត់បានចែករំលែករយៈពេល1ម៉ោង30នាទីនេះដើមហេតុគឺចេញពីការខូចចិត្ត depression បាទ ហើយបានឈានទៅដល់ការប្រមាថម្លងទីកន្លែងសក្ការៈមួយដែលមិនគួររំលងហើយចាប់បានឆ្នោតធំនោះគឺមរតយៅប៉ុន្តែនៅក្នុងសាច់រឿងមួយហ្នឹងក៏មានសាច់រឿងជាច្រើនដែរដែលបងប្អូនអាចពិចារណាបានថាហេតុអ្វីបានគាត់យកសពតខ្ញុំធ្លាប់យកសពប៉ុន្តែការយកសពរបស់បងធ្វើឲ្យបងចាំលំអិតកម្រមានណាអ្នកយកសពចាំលំអិត កម្រណាស់ ខ្ញុំសុំកាត់ឡើងនឹងមួយអញ្ចឹងខ្ញុំចង់ឲ្យផ្ដាំអ្នកទាំងអស់គ្នាក៏ដូចជាបងដូចគ្នានេះវាជាបទពិសោធន៍ខ្ញុំផ្ទាល់ហ្មងណាចំពោះយល់សពដែលយើងអត់ចាំគឺជាយល់សពដែលរវើរវាយ បាទ អញ្ចឹងយើងទោះបីជាយើងយល់សពអាក្រក់ក៏ដោយយើងអត់ចាំបានន័យថាវាជាកំណត់រវើរវាយរបស់យើងនេះប៉ុន្តែបើទម្លាប់របស់ខ្ញុំហ្មងបើសិនជាយល់សពណាមួយដែលខ្ញុំចាំហើយចាំច្បាស់បែបហ្នឹង បាទ មិនមែនជាកំណត់រវើរវាយ បាទ គឺអ្នកដែលថែរក្សាគ្រូបាត់ជាយរបស់យើងគេប្រាប់យើង បាទ បាទ កន្លែងនេះខ្ញុំអាចគិតបានអញ្ចឹងតែខ្ញុំចង់សង្កត់ធ្ងន់កន្លែងហ្នឹងថាបងវិនគាត់វាកម្រមាននឹងការយកសពមួយដែលអាចចាំលំអិត2017 2025មិនតែឆ្នាំ បាទ អាចចាំលំអិតរហូតដល់ថ្នាក់នឹងមានប្រមាណភាគប្រមាណ clear ឃើញអ្វីខ្លះនៅតែដកជាប់អារម្មណ៍ណាតើការយកសពនេះជាការយកសពបែបណាដែលជូនទៅបងប្អូនសម្រាប់ខ្ញុំឯកភាពសម្រាប់បងចំពោះបងថងថាសុបិនដែលមិនមែនជាសុបិននិមិត្តខ្ញុំអត់ដែរចាំទេ បាទ តែសុបិនដែលជាសុបិននិមិត្តខ្ញុំតែងតែសម្រាប់ខ្ញុំតែងតែដឹងចម្លើយខ្លួនឯងនៅក្នុងយកសពហ្នឹងឧទាហរណ៍គេថាអូឃើញកពើអាហ្នឹងអត់ល្អទេប៉ុន្តែខ្ញុំយកសពឃើញកពើខ្ញុំមានអារម្មណ៍នៅក្នុងសុបិនមួយហ្នឹងគឺខ្ញុំសប្បាយចិត្តខ្ញុំដឹងថាខ្ញុំនឹងឈ្នះរឿងអ្វីមួយដែលសំខាន់ហើយហេតុការណ៍មកគឺវាពិតជាអញ្ចឹងមែនអញ្ចឹងហើយក្នុងករណីហ្នឹងក៏វាអាចកើតឡើងដែរតាក់ទងជាមួយនឹងខ្មោចសកត់ដោយបងគាត់មានប្រសាសន៍អញ្ចឹងថាមានណាគេដែលទេសកត់រងថ្ងៃវាកម្រណាស់ ខ្ញុំគិតថាកម្រ បាទវាកម្រណាស់តាក់ទងជាមួយនឹងដួងកែវជាចំណេះដឹងថ្មីហើយខ្ញុំស្មានតែមានធម៌កថាណាត្រូវសូត្រតែប៉ុន្តែវាជាទង្វើផ្លូវចិត្តមួយដែលលើកកម្ពស់ស្មារតីវិជ្ជមានសម្រាប់ខ្លួនឯងហើយនេះគឺជារឿងល្អដូចគ្នាបន្ថែមពីលើនឹងទៀតជូនចំពោះអ្នកម្ដាយគ្រប់រូបសូមអ្នកម្ដាយគ្រប់រូបមេត្តាជឿទៅលើអារម្មណ៍របស់ខ្លួនឯងហើយមេត្តាជឿទៅលើញាណរបស់ខ្លួនឯងព្រោះកុំភ្លេចថារឿងរ៉ាវសម្រាប់កូនកុំគិតថាអូវាមិនអីទេវាជារឿងធម្មតាកុំធ្វើប្រហែសបាទកុំធ្វើប្រហែសសោះកុំភ្លេចថាកូនម្នាក់ណានៅលើពិភពលោកមិនដែលកើតចេញពីឪពុកទេគឺកើតចេញពីផ្ទៃរបស់ម្ដាយអញ្ចឹងមានតែម្ដាយដែលបើនិយាយថាកូនធំឡើងស្រឡាញ់ប៉ាស្រឡាញ់ពេលគាត់ដឹងក្តីប៉ុន្តែអា9ខែនេះនៅក្នុងពោះម្ដាយនេះមានការផ្សារភ្ជាប់គ្នាខ្លះបាទយល់សពឃើញអីឃ្លានរបៀបមិនដឹងគឺពឹងពាក់ទៅលើម្ដាយទាំងស្រុងអញ្ចឹងហើយខ្ញុំលើកកម្ពស់ស្មារតីជូនទៅអ្នកម្ដាយអ្នកជឿឬអ្នកមិនជឿអ្នកវិទ្យាសាស្ត្រឬអ្នកអបិយជំនឿខ្ញុំមិនដឹងតែអ្វីដែលសំខាន់ជូនទៅអ្នកទាំងអស់គ្នាគឺសូមផ្ដោតអារម្មណ៍ថាតើទទួលអារម្មណ៍ចម្លែកបែបណាទទួលអារម្មណ៍ល្អឬមិនល្អបែបណាចំពោះកូនរបស់ខ្លួនឯងអញ្ចឹងហើយអ្នកទាំងអស់គ្នានឹងស្វែងរកចម្លើយអាចជួយជាអកុសលដែលមិត្តភ័ក្តិរបស់បងបានរងគ្រោះដោយសារតែម្ដាយរបស់គាត់មិនជឿទៅលើអារម្មណ៍របស់ខ្លួនបាទន័យថាគាត់មិនជឿទេគាត់ចាំបាទគាត់មានអារម្មណ៍ថាមិនចាំបាច់បាទហើយបានន័យថាចាំសិនចាំស្អែកចាំរលាចាំអញ្ចឹងបាទអញ្ចឹងសង្ឃឹមថាអ្នកម្ដាយគ្រប់រូបអាចយកកន្លែងនេះជាចំណេះដឹងមួយក្រៅរំលឹកខ្លួនឯងថាបើសិនជាយកសពអត់ល្អតាក់ទងជាមួយនឹងកូនរបស់ខ្លួនឯងកុំចាំអីពាក្យតែចាំលទ្ធផលចុងក្រោយវាមិនដឹងថា
បាទ ប៉ះតៃឬប៉ះធ្ងន់នេះ បាទ និយាយចឹង ហើយទៀតប៉ិតទោះបីជាជឿក៏វាអត់មានខាតបង់អីធ្ងន់ធ្ងរដែរ បាទ គ្រាន់តែជាម្ដាយឪពុកដែលអាចស្រោចទឹកស្រោចអីគាត់លើក បាទ វិស័យគាត់សិនណា បាទ អញ្ចឹងខ្ញុំគិតថាវាអត់មានអីដែលត្រូវ បាទ ពិបាកនឹងជឿទេ បាទ បាទ ត្រង់ចំណុចហ្នឹងក៏ខ្ញុំឯកភាពទៀតបង ថែមតិចទេណាបងប្អូនគេថាអញ្ចឹងនៅពេលដែលយើងជួបគ្រោះយើងជួបភ័យយើងទៅរកលោកស្រោចទឹកខ្ញុំអត់បដិសេធទេទៅរកលោកព្រោះព្រះដៃចគុណគឺតំណាងឲ្យព្រះពុទ្ធហើយ បាទ ហ្នឹងហើយប៉ុន្តែកុំភ្លេចថាព្រះពុទ្ធនៅតែនិយាយថាគុណទី1គឺគុណឪពុកម្ដាយ ឪពុកម្ដាយ បាទអញ្ចឹងគ្មានទេវតាអង្គណាប្រអិនប្រព្រំណាដែលធំជាងឪពុកម្ដាយរបស់យើងទេ មានតែឪពុកម្ដាយទេដែល បាទ គាត់ប្រោសព្រំយើងទៅវាមានប្រសិទ្ធភាព បាទ បាទ អញ្ចឹងហើយដែលជាកត្តាដែលសំខាន់ថាបើមានរឿងអីគ្មានស្អីក្រៅពីថ្វាយបង្គំឪម៉ែហើយឲ្យឪម៉ែយើងស្រោចទឹកឲ្យអានឹងជាវិធីដែលល្អបំផុត ហ្នឹងហើយ ជាពាក្យពេចន៍ចុងក្រោយបងមានពាក្យពេចន៍អីដែលផ្ដាំផ្ញើជូនទៅប្រិយមិត្តដែលកំពុងតែទស្សនា ជាដំបូងនេះគឺខ្ញុំអរគុណដល់ទស្សនិកជនក៏ដូចជាអរគុណដល់បងដូចគ្នាដែលផ្ដល់ឱកាសឲ្យខ្ញុំមកចែករំលែកសាច់រឿងផ្ទាល់មក បាទ នៅក្នុងកម្មវិធីផបបងដោយសារតែដឹងស្រាប់ហើយថាដូចបងនិយាយចឹងថាមិនបញ្ចាំច្បាស់ហ្មងព្រោះអានេះវាសឹងតែមកដង្ហើមទៅផុតទៅណាអញ្ចឹងជាមូលហេតុដែលខ្ញុំចាំច្បាស់ពីបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ចឹងណាហើយអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើគឺដូចបងលើកដើមខាងដើមអញ្ចឹងហើយចំណុចមួយទៀតដែលខ្ញុំចង់បន្ថែមនោះគឺចង់ឲ្យយល់ថាចែសតិអារម្មណ៍រាសីរបស់មនុស្សយើងគឺសំខាន់ បាទ យើងកុំគិតថាយើងទុកវាដល់ឡែកសិនណាយើង បាទ កុំគិតថាអញ្ចឹងគឺសំខាន់មែនតើអញ្ចឹងដូចខ្ញុំនិយាយខាងមុននឹងអញ្ចឹងថាបើសិនជាមានបញ្ហាដែលត្រូវដោះស្រាយតែបើដោះស្រាយអត់ចេញទេយកមកគិតគួរតែកំណត់ការបរិច្ឆេទណាច្បាស់លាស់ បាទ ពីព្រោះខ្ញុំជឿជាក់ថាចែកទោះបីជាបងប្អូនធ្វើឲ្យខ្លួនឯងយ៉ងទៅនឹងបញ្ហារហូតដល់ដោះស្រាយមិនចេញតែអត់ដល់ដំណាក់កាលជួបខ្មោចទេក៏បងប្អូនមានបញ្ហាជួបវិបត្តិផ្លូវចិត្តផ្សេងៗ បាទ អញ្ចឹងបានន័យថាបើយើងចេះស្រាយអ្វីដែលយើងចង់ឬក៏ចេះស្រាយនៅចំណងផ្លូវចិត្តរបស់យើងខ្លួនឯងគឺល្អមែនទែនហើយចំណុចចុងក្រោយគឺមនុស្សយើងខ្ញុំជឿជាក់ថានៅពេលដែលរាសីខ្ពស់បញ្ហាវានឹងស្រាយដោយខ្លួនឯង បាទអរគុណមែនតើដដែលមនុស្សយើងកុំប្រកែចងចេះស្រាយផង ចេះស្រាយ អរគុណមែនតើសម្រាប់វត្តមានរបស់បងវិន បាទ ដែលបានចែករំលែកទុកកិត្តិយសឲ្យកម្មវិធីជាអ្វីដែលបានឡើងមកនៅក្នុងថ្ងៃនេះហើយអរគុណសម្រាប់ប្រិយមិត្តដែលបានតាមដានរហូតតាំងពីដើមរហូតដល់ចប់ម្ដងចំណុចនេះដល់ហើយយើងមានសហគមន៍ជាអ្វីយើងមាន channel របស់ជាអ្វីនៅក្នុង Messenger សូមអ្នកនរគ្នាចូលរួមហើយអ្នកនរគ្នាអាចចែករំលែកបទពិសោធន៍ល្អៗឬក៏ស្វែងរកចម្លើយរបស់បងប្អូនទាំងអស់គ្នានៅក្នុងសហគមន៍ទាំងអស់នោះព្រោះមិនមែនមានតែខ្ញុំបងម៉ុងឬក៏វាគ្មិនដែលអាចចែករំលែកជាមួយនឹងបងប្អូនបានតែមានបងប្អូនជាច្រើនទៀតជាប្រិយមិត្តក៏អាចចែករំលែកជាមួយនឹងប្រិយមិត្តដូចគ្នាផងដែរអញ្ចឹងមានន័យថាមិនមានអ្នកណាម្នាក់ជាគ្រូច្បាស់លាស់ទេគឺម្នាក់សុទ្ធតែជាគ្រូនិងសុទ្ធតែជាអ្នកចែករំលែកសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែពោលពាក្យល្អគំនិតល្អនិងមានផលវិជ្ជមានសម្រាប់បងប្អូនទាំងអស់គ្នាជៀសឲ្យឆ្ងាយពីការយ៉ងហើយនឹងមានថាកុំបន្ទោសខ្លួនឯងច្រើនពេក បាទ ពិភពលោកនៅតែវិលរហូតទេវាមិនឈប់ត្រឹមថ្ងៃហ្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាន់គោលគំនិតវិជ្ជមានហើយដើរទៅមុខជាបន្តជាកម្លាំងចិត្តសម្រាប់បងប្អូនទាំងអស់គ្នាដល់ឡែកអរគុណម្ដងទៀត បាទអរគុណមក ពីកម្មវិធីជាអ្វីអេពីសូតទី10 season ទី2សន្មតថាចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅអេពីសូតក្រោយទៀត